โอเคនៅមើលជាមួយខ្ញុំសិនបុគ្គលិកការិយាល័យគឺពិតជាខប់គេមែនព្រឹកព្រលឹមថ្ងៃច័ន្ទចំណត់រថភ្លើងក្រំដីនេះមើលទៅដូចជាកន្លែងការរបស់ពួក NPC ទៅហើយនៅចំកណ្ដាលហ្វូងគនាមនោះតួឯករបស់យើងកំពុងដោតទាំងងងុយដេកចង្ងប់ហើយឆ្ងល់ថាតើពួកបុគ្គលិកការិយាល័យហូបអាហារវីតាមីនអីទើបអាចរស់រានមានជីវិតនៅព្រឹកព្រលឹមបែបនេះ2 ខែពេញហើយចាប់តាំងពីគាត់ចាប់ផ្ដើមជីវិតជាបុគ្គលិកស៊ីប្រាក់ខែតែគាត់នៅតែមិនទាន់សុំស្រាប់តែពេលនោះផ្សែងបារីក៏ហួយពេញអាកាសបរោះវ័យកណ្ដាលម្នាក់នៅក្បែរនោះខឹងភ្លាមហើយរអ៊ូឬតាងរឿងមានអ្នកជក់បារីពីព្រលឹមធ្វើដូចជាសូត្ររបស់គាត់ជាអ្នកបងពុនជួនរត់អ៊ីចឹងចំណែកតួឯករបស់យើងវិញគឺនៅតែងងុយដេកពេកខ្ជិលខ្វល់ពីរឿងនេះនៅខាងមុខបន្តិចមានក្មេងស្ទាវ3នាក់កំពុងបង្កការរំខាននៅក្បែរច្រកចូលចំណតអាមួយសក់លឿងកំពុងសាយខណៈពេលកំពុងសម្លឹងមើលទូរស័ព្ទរបស់វានៅក្បែរវាអាថតម្នាក់មើលទៅចង់កៀងបេកដូងទៅហើយព្រោះគណនីកាក់គ្រីបទូរបស់វាធ្លាក់ចុះ40%អាស្គូម្នាក់ទៀតចាប់ផ្ដើមចំអកឲ្យវាដែលនិយាយថាសូម្បីតែដូនតារបស់ Warren Buffett ក៏មិនអាចជួយសង្គ្រោះលុយនេះបានទៀតដែរអាថតនោះការពារខ្លួនភ្លាមហើយស្រែកថាអញខាត់លុយលូត្រាតែអញលុយវាចេញត្រូវហើយអាបូនហើយកប៉ាទីតានិកលិចលុះត្រាតែវាប៉ះទឹកអញ្ចឹងណាអាស្គមនៅតែបន្តឌឺដងដោយនិយាយថាទោះបីជាវាលក់ឥឡូវនេះក៏ដោយលុយដែលនៅសល់គឺស្ទើរតែមិនស្មើនឹងប្រាក់ខែមួយខែរបស់បុគ្គលិកការិយាល័យផងសម្ដីមួយឃ្លានេះចាក់ដោតអារម្មណ៍អាថតខ្លាំងជាងអតិផរណាទៅទៀតវាស្រែកតក់វិញភ្លាមដោយសួរថាតើនេះជាគំនិតរបស់ប្រទេសលោកទី3ប្រភេទណាទៅពេលឃើញរឿងឈួតគួតនេះតួឯកក៏ចាប់ផ្ដើមធុញថប់បែរជាមកកាត់ឡើងនៅចំច្រកចូលចំណោទទៅវិញពួកអ្នកអត់ការងារធ្វើអស់នេះធ្វើចរិតដោយកន្លែងនេះជារបស់ពួកវាអញ្ចឹងគាត់គិតថាបើគាត់ក្មេងជាងនេះ5ឆ្នាំរឿងនេះប្រកាសជាមានលទ្ធផលខុសពីនេះស្លាស់មិនខានគ្រីបតូពិតជាបំផ្លាញមនុស្សមួយចំនួនមែនពេលវេលា10ឆ្នាំអាចផ្លាស់ប្ដូរអ្វីៗបានប៉ុន្តែពួកមនុស្សល្ងងបែបនេះនៅតែមានជីវិតរស់រានក្នុងគ្រប់យុគសម័យទោះយ៉ាងណាក៏ដោយក៏សម្រាប់ចិត្តមិនខ្វល់ពីពួកវាទេនោះជាភារកិច្ចរបស់ប៉ូលីសមិនមែនជារបស់គាត់ទេប៉ុន្តែពេលនោះសន្តិសុខចាស់ម្នាក់បានដើរមកយឺតហើយសុំពួកវាដោយសុជីវធម៌ឲ្យទៅកន្លែងផ្សេងព្រោះសែងកំពុងហុយចូលទៅក្នុងអគារក្បែរនោះឥឡូវស្ដាប់កន្លែងនេះណាវាជាការស្នើសុំធម្មតាទេមិនអត់គួរឲ្យស្ដាយដែលពួកនេះមានខួរក្បាលតែមួយសម្រាប់ចែកគ្នាប្រើអាសក់លឿងចាប់ផ្ដើមសើចហើយនិយាយថាលោកតានេះចង់ដេញពួកវាឲ្យទៅឆ្ងាយអាស្កូបក៏ចូលរួមសើចចំអកដែរដូចជាសំឡេងសើចរបស់ NPC ចឹងបន្ទាប់មកអាធាត់ក៏ខឹងឆេវតែម្ដងវាចាប់កោអោសន្តិសុខចាស់នោះហើយចាប់ដើមស្រែកសួរគាត់ថាតើគាត់គិតថាគាត់សំខាន់ណាស់មែនទេគ្រាន់តែពាក្យឯកសណ្ឋានសន្តិសុខសោះនោះលោកតា Paislandslow ហើយព្យាយាមបញ្យល់ថាគាត់មិនមានបំណងអាក្រក់ទេប៉ុន្តែវានៅតែបន្តស្រែកសួរថាតើប្រាក់ខែដ៏តិចតួចនោះអាចដោះស្រាយភាពតានតឹងនិងការខាត់បងគ្រីបទូរបស់វាបានដែរទេក្នុងពេលជាមួយគ្នានោះអាសក់លឿនដកទូរស័ព្ទរបស់វាចេញមកហើយចាប់ដើមថតវីដេអូប្រកាសណាស់ពេលវាឃើញការរំលោភបំពានវាគិតថានេះអាចជាវីដេអូសម្រាប់ YouTube Shorts បានអ្នកនឹងខ្ញុំដឹងមុនបាត់ទៅហើយមែនទេអ្នកគ្រប់គ្នាមិនខ្វល់ទេនេះជាចរិត NPC ពិតប៉ុន្តែចំកណ្ដាលពេលកំពុងថតស្រាប់តែមាននរណាម្នាក់ដើរចូលក្នុងកាមេរ៉ាគឺតួឯកដែលមានទឹកមុខហត់នឿយបំផុតគាត់សួរយ៉ាងប្រងើយកន្តើយថាតើកំពុងថតរឿងអីគួរឲ្យចាប់អារម្មណ៍មែនទេបន្ទាប់មកគាត់ប្រាប់ថាគាត់មកពី Mano a Pirate ហើយគាត់មិនអាចបណ្ដោយឲ្យភាពអយុត្តិធម៌បែបនេះកើតឡើងបានទេហើយជាការពឹកណាស់អ្នកមើលក៏គួរតែកុំភ្លេច like និង comment ផងដែរការរំខាននោះធ្វើឲ្យពួកវាភ្ញាក់ផ្អើលយ៉ាងខ្លាំងអាសាក់លឿងនិយាយថាវារសាប់ចង់ភ័យទៅហើយខណៈពេលដែលអាស្គមឆ្ងល់ថា NPC ការិយាល័យនេះមកពីណាតួឯកក៏សម្លឹងមើលពួកវាយឺតដោយកែវគ្នាដល់ត្រចែនៅក្បែរនោះទាំងសន្តិសុខចាស់និងអាថតក៏សម្លឹងមើលទៅតួឯកដែលកំពុងចាប់ផ្ដើមអប់រំពួកវាអំពីការគោរពចាស់ទុំការប្រព្រឹត្តឲ្យបានត្រឹមត្រូវនិងសំខាន់បំផុតគឺការគ្រប់គ្រងវីដេអូដែលពួកគេកំពុងមើលគ្រាន់តែឮទឹកដមសម្លេងនោះភ្លាមអាពីរអ្នកនោះក៏ចុះញោមភ្លាមគាត់ដូរពីបុគ្គលិកការិយាល័យតែជាមេធំចុងក្រោយដោយប្រាយតែមួយឃ្លាប៉ុណ្ណោះពួកវាសំទោភ្លាមហើយថាយល់ហើយប៉ុន្តែអាថតនោះនៅតែមិនតន់ដឹងរឿងអីទាំងអស់វាចាប់ដើមស្រែកសួរមិត្តភ័ក្តិរបស់វាថាហេតុអីបានជាត្រូវអោនក្បាលចំពោះបុគ្គលិកការិយាល័យទូចតាចនេះមិត្តភ័ក្តិរបស់វាក៏ភ័យស្លន់ស្លោភ្លាមពួកវាប្រាប់អាថតបិទមាត់ពួកវាហៀបនឹងធ្វើឲ្យគ្រប់គ្នាងាប់ហើយមួយក្នុងចំណោមនោះសូម្បីតែប្រៀបធៀបវាទៅនឹងក្មេងដែលបាត់ខ្លួនរបស់ Epstein ដែលសារតែចរិតចង្អប់របស់វាពេលនោះទឹកមុខតួឯកក៏ផ្លាស់ប្ដូរក៏ចាប់ដើមរៀបរាប់ប្រាក់ខែមុនបងពុនរបស់គាត់យ៉ាងស្ងប់ស្ងាត់ត្រូវកាត់លុយរួចរាល់ចំនួនប្រាក់ខែចាក់លេខនិងទិន្នន័យនៃការរងទុក្ខក្នុងក្រុមហ៊ុនអាថតនោះក៏សើចហើយហៅវាថាជាលុយចៃវៃតិចតួចជាការសម្រាប់ចិត្តខុសហើយតួឯកដើរចូលទៅចិត្តយឺតហើយនិយាយថា
ពិតមែនហើយមានមនុស្សដែលក្រោកមុនថ្ងៃរះហើយធ្វើការមិនឈប់ដើម្បីតែរកលុយប៉ុណ្ណឹង អាផតនោះតបវិញយ៉ាងក្រអឺតកតុមថាវារកលុយប៉ុណ្ណឹងបានក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ គ្រាន់តែវានិយាយចប់ភ្លាមតួឯងក៏ចាប់មុខវាដោយកំហឹងពីងទំហឹងនៅក្នុងសំឡេងរបស់គាត់ គាត់និយាយថាទោះបីជាតួលេខដូចគ្នាក៏ដោយលុយដែលរកបានដោយគ្មានការប្រឹងប្រែងគឺមិនមានតម្លៃដូចគ្នាទេបន្ទាប់មកគាត់ក៏ចាប់បោកវាទៅនឹងដីតែម្ដង រលត់ប្រព័ន្ធទាំងស្រុងអាសក់លឿងមើលថាក្តីរន្ធត់ហើយដឹងថាវាមើលមិនខុសនោះទេ ជឿខ្មុំទៅទោះបីជារូបរាងផ្លាប្ដូរក៏ដោយសត្វចម្លែកនេះពិតជាមនុស្សតែមួយកាលពីមុនមិនខានតួឯងអង្គុយចុះក្បែរអាម៉យនោះហើយប្រាប់យ៉ាងស្ងប់ស្ងាត់ថាគាត់មិនបានវាយវាព្រោះតែរឿងមើងងាយប្រាក់ខែគាត់ទេ គាត់វាយវាព្រោះវាមើងងាយញើសឈាមអ្នកធ្វើការអាមួយនោះសុំទោសភ្លាមហើយពេលនោះហើយដែលការពិតត្រូវបានលាតត្រដាង តោះមកតាមដានជាមួយខ្ញុំទាំងអស់គ្នា10ឆ្នាំមុនពេលគាត់អាយុទើបតែ18ឆ្នាំបរិះម្នាក់នេះបានក្តាប់ក្តារពិភពងងឹតទាំងមូលហើយឈរនៅកំពូលនៃភាពថេតសាហាយ គេដាក់រហស្សនាមគាត់ថាជាសាច់រឿងព្រេងនិទានត្រឡប់មកបច្ចុប្បន្នតួឯកឃើញស្នាមឈាមលើអាវក៏ចាប់ដាំធុញថប់ព្រោះគាត់ទើបតែបកវាកាលពីម្សិលមិញសោះគាត់បារម្ភពីរឿងលុយបកខោអាវឈិងខ្លាចគេដឹងរឿងអ្វីតគ្នាទៅទៀត នៅក្បែរនោះអាសក់លឿងនៅតែឆ្ងល់ថាហេតុអីមនុស្សគួរឲ្យខ្លាចថ្នាក់នេះបែរជាមកធ្វើការការិយាល័យជំនួសឲ្យការគ្រប់គ្រងពិភពងងឹតទៅវិញភ្លាមនោះតួឯកក៏លិចមុខមកនៅចំពីមុខវាតែម្ដងលឿនដូចផ្លែកបន្តអាមួយនោះចាំងស្ទោកតួឯកនិយាយយ៉ាងស្ងប់ស្ងាត់ថាអាវរបស់វាមើលទៅស្អាតល្អតាប្រកាសហើយព្រោះគាត់បំរុងនឹងប្លន់វានៅគុំលៀតចាត់បែបនេះអាសក់លឿងភ័យចង់លួសព្រលឹងទៅហើយជុតបន្ទាប់គេពួកគេជិះម៉ូតូជាមួយគ្នាអាសក់លឿងឥឡូវនេះនៅអាក្រែតកាយឯតួឯកអង្គុយពីក្រោយពាក់អាវម៉ាក់ Gucci ដែលគាត់ច្បាស់ជាមិនបានទិញដោយស្របច្បាប់នោះទេអ្នកនិពន្ធសួរបែបភ័យថាហេតុអីបានជាមនុស្សដែលធ្លាប់ជាវីរបុរសបែរជាក្លាយជាបុគ្គលិកការិយាល័យទៅវិញតួឯកឆ្លើយថាឈ្មោះជាតួអង្គព្រេងនិទានគឺមានន័យទេគ្រាន់តែជារឿងក្មេងខ្ចីប៉ុណ្ណោះពេលមនុស្សយើងធំឡើងគេនឹងដឹងថាភាពរឹងមាំពិតប្រាកដគឺជារបស់អ្នកដែលក្រៅពីគេងរាល់ថ្ងៃហើយខំធ្វើការដោយស្មោះត្រង់ទោះបីជាជីវិតហត់នឿយយ៉ាងណាក៏ដោយអ្នកតែនោះទៅជាមនុស្សដែលខ្លាំងពិតប្រាកដមួយសន្ទុះគាត់ថែមទាំងញញឹមហើយប្រាប់អាមួយនោះកុំឲ្យខ្ជិះខ្ជាជីវិតរស់នៅជាមួយវិបត្តិសេរីដូចដែលគាត់ធ្លាប់ធ្វើអីសោះញាក់និពន្ធឆ្លើយតបបែបធម្មតាថានិយាយឲ្យត្រង់ទៅគេពេញចិត្តនឹងជីវិតនេះបាត់ទៅហើយព្រោះប្រាក់ខែគេបានដល់ទៅ6លានវ៉ុនឯណោះហើយជាលើកទី1នៅក្នុងចម្ពោះនេះដែលតួឯកយងបជាភ្ញាក់អោខ្លាំងក៏ទើបតែដឹងថាអាក្មេងរើបានតាមផ្លូវនេះរលួយបានច្រើនជាងគាត់ដល់ទៅ3ដងភ្លាមនោះគាត់ក៏ធ្វើរឹកហ្វមហើយប្រាប់ថានឹងយកអាវនេះទៅប្រាក់ឲ្យមានប្រយោជន៍អ្នកនិពន្ធផៃស្លន់ស្លោហើយពន្យល់ថាវាជាអាវ Gucci ចំនួនពិសេសតែតួឯកយ៉ាងកាត់សម្ដីគេពួកគេយឺតម៉ងធ្វើការហើយបាក់ឲ្យលឿនជាងនេះទៅឈុតបន្ទាប់អាគារក្រុមហ៊ុនដ៏ធំសម្បៅមួយបានលេចឡើងនៅលើអេក្រង់ Samjin Group ដែលជាប់ចំណាត់ថ្នាក់ទី30នៅក្នុងពិភពជំនួយរបស់កូរ៉េស្នងឧស្សាហកម្មលុយវាលាននឹងមានឥទ្ធិពលខ្លាំងទៀតផងជាប្រភេទក្រុមហ៊ុនដែលតែងតែញញឹមស្វាគមន៍ក្នុងវីដេអូពាណិជ្ជកម្មតែលួចកេងប្រវ័ញ្ចកម្លាំងបុគ្គលិករាប់ពាន់អ្នកនៅពីក្រោយខ្នងឥឡូវត្រង់នេះហើយដែលយើងត្រូវមើលដោយក្រុមហ៊ុនធំនៅកូរ៉េដែរនៅពីក្រោយភាពជោគជ័យដ៏ត្រចះត្រចាំងតែងតែមានផ្នែកមួយដែលរងនៅការងារដ៏កខ្វក់នៅបាតក្រុមគេបង្អត់ហើយអ្នកដែលរែកពុនឈ្មោះ Samjin ឌុតកូនជុំមិនបានប្រាក់ខែគឺក្រុមហ៊ុនពាណិជ្ជកម្ម Samjin ជាកន្លែងដែលស្រេកឃ្លានប្រាក់ចំណេញយ៉ាងខ្លាំងរហូតហ៊ានលក់ចំណេញឆ្កែផុតកំណាត់ឲ្យឆ្កែអនាថាទៀតផងឲ្យតែបានចំណេញខ្ពស់នៅក្នុងការិយាល័យតួឯកយើងកំពុងតែត្រូវអ្នកគ្រប់គ្រងស្ទេបន្ទោឡើងចាស់ដីតែម្ដងអ្នកគ្រប់គ្រងតែឯកសារលើទុកមួយទំហឹងហើយសម្លឹកកើតដូចជាគាត់ជាទៅធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះអញ្ចឹងបុគ្គលិកខួនអញកំពុងចង់លេងសើចជាមួយខៀវមែនទេខួនក៏ប្រញាប់ព្យាយាមបញ្យល់ប្រាប់ពីហេតុផលភ្លាមមេវាមិនមែនដូចដែលខ្ញុំគិតទេតែអ្នកគ្រប់គ្រងកាត់សម្ដីគាត់ភ្លាមចុះឯងកំពុងតែធ្វើស្អីឲ្យប្រកាសនៅពេលនេះអ្នកគ្រប់គ្នាក្នុងការិយាល័យអោនក្បាលចោះយ៉ាងស្ងៀមស្ងាត់នេះជាវិធីសាស្ត្ររស់រានមានជីវិតក្នុងការធ្វើការកុំសម្លឹងចំផ្នែកអ្នកគ្រប់គ្រងដែលកំពុងខឹងឲ្យសោះអ្នកទាំងអស់គ្នាប្រកាសជាធ្វើឲ្យឆ្លងកាត់ហើយវគ្គថ្មីចាប់ផ្ដើមហើយអ្នកគ្រប់គ្រងទាញរបាយការណ៍មកអានខ្លាំងនិងមួយនឹងការខកចិត្តយ៉ាងខ្លាំងខ្ញុំប្រាប់ឯងឲ្យសរសេរពីក្រែងពិសេសដើម្បីទិញម៉ូតូមួយទឹកបន្ទាប់មកគាត់ក៏សម្លឹងមើលទៅក្រានោះផ្សារដេនីផ្សារបេនហ្គៃគាត់មើលទៅដូចជាចិត្តនឹងរាយការណ៍ពីទីតាំងទាំងនេះទៅកាន់ក្រសួងសុខាភិបាលទៅហើយខួនឆ្លើយយ៉ាងស្ងប់ស្ងាត់ថាតាមពិតទៅវាជាកន្លែងពិសេសមែនតែអ្នកគ្រប់គ្រងកាត់សម្ដីគាត់ម្ដងទៀតតើអញគិតថាក្រុមហ៊ុននេះបង្កើតឡើងដើម្បីបំពេញអារម្មណ៍របស់អញមែនទេភ្លាមនោះគាត់ក៏ទម្លាក់សម្លេងចុះនិយាយទៅវារឹតតែគួរឲ្យខ្លាចជាងមុនទៅទៀត
ควรខ្ញុំមិនបានប្រៅឲ្យឯងធ្វើរឿងពិបាកទេយល់ទេខ្ញុំគ្មានពេលមកអង្គុយត្រួតពិនិត្យការងារតូចតាចគ្រប់បែបយ៉ាងនៅពេលនេះទេគ្រាន់តែធ្វើវាឲ្យបានត្រឹមត្រូវទៅควរសំទោសយ៉ាងស្ងៀមស្ងាត់តែអ្នកគ្រប់គ្រងនៅតែមានអារម្មណ៍មួម៉ៅដដែលកុំពូកែតែសំទោសពេកត្រូវពូកែខាងធ្វើការងាររបស់ឯងថង បន្ទាប់មកគាត់យកដៃកាន់ថ្ងាហាក់បីដូចជាជីវិតការងារនេះទើបតែបំបត្តិអាយុគាត់អស់5ឆ្នាំទៀតចឹង និយាយជាមួយថ្មនៅល្អជាងបានហើយត្រឡប់ទៅធ្វើការវិញទៅ ខួនដើរចេញពីការិយាល័យต้องអស់សង្ឃឹមយ៉ាងខ្លាំងរួចលក់រអ៊ូម្នាក់ឯងថាជាដុំថ្មគាត់ត្រូវបានមេកណ្ដាលជន់ឆ្លៀបផ្លូវចិត្តយ៉ាងឆាប់ស្ដី នៅក្បែរនោះមានបុគ្គលិកស្រីម្នាក់សម្លឹងមើលគាត់កំពុងអង្គុយស្ងៀមនៅតុនេះគឺមីយីហើយមិនដូចបុគ្គលិកផ្សេងទៀតទេនាងនៅតែមានចិត្តថចេះមានក្តីអាណិតអាសូរដល់អ្នកដទៃនាងប្រាប់គាត់កុំឲ្យគិតច្រើនពេកអីថ្ងៃនេះអ្នកគ្រប់គ្រងគ្រាន់តែមានអារម្មណ៍មិនសូវល្អប៉ុណ្ណោះ បន្ទាប់មកនាងក៏ប្រៅដំបូងម៉ាន់បែបអ្នកធ្វើការដ៏ល្អបំផុតមួយឯគាត់បើរាល់ការរិះគន់បន្តិចបន្តួចធ្វើឲ្យអ្នក stress នោះអ្នកមិនអាចធ្វើការនៅក្រុមហ៊ុនបានយូរនោះទេ ខួនងាកមើលនាងភ្លាមរួចនិយាយថានេះជាសម្ដីរបស់មនុស្សដែលតែងតែនិយាយត្រង់មីយីក្រវីស្មាជឿខ្ញុំចោះចង់ដឹងរឿងបន្ទាប់ហើយនោះជាប្របន្ថែមអ្នកគ្រប់គ្រងហើយបន្ទាប់មកនាងក៏បញ្យល់រឿងដែលកាត់ឡើងកាលពីព្រឹកមិញតោះអ្នកទាំងអស់គ្នាមកតាមដានរឿងនេះជាមួយខ្ញុំលើថាប្រធានឃីមត្រូវខាងមួយជីនជាយ៉ាងចាស់ដៃរឿងដឹកជញ្ជូននិយាយមិនតាន់ផាត់មាត់ផងស្រាប់តែផាំងទ្វារការិយាល័យត្រូវគេធាក់បើកយ៉ាងខ្លាំងគ្រប់គ្នាទាំងថ្មឹងបរិសម្នាក់ដើរចូលមកទាំងស្រែកឡូឡាថាតើប្រធានឃីមនៅឯណាការប្រតិអាមនុស្សឈួតដែលដើរមករកបំបែកមកគេនេះគឺនាយកឆាវូជីនមកពីក្រុមហ៊ុនមូជីនសេភីងប្រធានឃីមក្រោកឈរឡើងទាំងភ័យស្លន់ស្លោអូលោកនាយកឆាវមានការអីទើបអញ្ជើញមកដល់ទីនេះនាយកឆាសម្លឹងមើលគាត់ដោយក្រសែភ្នែកខឹងសម្បាមកធ្វើស្អីអញ្ចឹងហ៎គឺមកចរចារឿងតម្លៃដឹកជញ្ជូនហ្នឹងហ៎ ប្រធានឃីមភ័យបែកញើព្យាយាមអញ្ជើញគាត់ឲ្យអង្គុយសិនតែតើនាយកឆាកំហុកកាត់ភ្លាមឈប់និយាយយកកិច្ចសន្យាមកឲ្យខ្ញុំ គាត់ស៊ូមីតិកថាអាមនុស្សឈួតនេះជានរម៉ានាងបញ្យល់ថាបន្ទាប់ពីប្រធានធំដួលឈឺនាយកឆានេះចញ្ញាកាន់កាប់មូជីនទាំងអស់ហើយអំណាចធ្វើឲ្យគេវង្វេងស្មារតីដូចមនុស្សស្រវឹងស្រាអញ្ចឹងពីចុងងាយពួកគេមើលនាយកឆាស្រែកជាប្រធានឃីមមីនិយាយតិចថាញាក់មិនដឹងទេថាគេនេះក៏អេងក្អាងប៉ុណ្ណាបន្ទាប់មកនាងក៏បន្ថែមរឿងដ៏សែនអាក្រក់មួយទៀតប្រធានកំពុងរងគ្រោះជំនួសពួកយើងទាំងអស់គ្នាហើយ ប្រធានឃីមជាយាមនិយាយសម្រួលស្ថានភាពយ៉ាងអស់សង្ឃឹមក៏បញ្យល់ថាពួកគេបានកែសម្រួលតម្លៃ3ដងរួចមកហើយក្នុងឆ្នាំនេះតែនាយកឆាមិនខលដែរស្រាប់ពេលនោះមីក៏ទម្លារឿងគួរឲ្យខ្លាចមួយទៀតឮថាថ្មីនេះគេទើបទៅរៀន MMA ហើយឥឡូវនេះគេចាប់ដើមវ័យមនុស្សទៀតអីលោកអើយនេះជាការ update skill DLC ប្រភេទអីហ្នឹងឥឡូវនេះចាប់អារម្មណ៍មើលកន្លែងនេះឲ្យមែនទែនឌុបនាយកឆាស្រាប់តែជន់ជើងប្រធានឃីមមួយទំហឹងតែម្ដង ប្រធានឃីមមកអបជើងដោយការឈឺចាប់ភ្លាមឯនាយកឆាចាប់ផ្ដើមស្រែកថាមូជីនកំពុងខាតលុយដោយសារការនាំចេញត្រូវចប់គៀងបើពួកឯងមិនព្រមកែសម្រួលតម្លៃដឹកជញ្ជូនឥឡូវនេះទេយើងនឹងមិនបញ្ចេញកប៉ាល់ឲ្យដាច់ខាត ប្រធានឃីមសំទោម្ដងទៀតតែនាយកឆារឹតតែបានចាត់បើមិនមានចម្លើយច្បាស់លាស់ត្រឹមចុងសប្តាហ៍នេះទេយើងនឹងដូរជាក្រុមហ៊ុនផ្សេង នេះជាការសម្រេចចិត្តចុងក្រោយពេញមួយការិយាល័យស្ងាត់ចឹងមីខ្សឹបប្រាប់ខួនឲ្យធ្វើពុតជាមិនឃើញរឿងនេះទៅ និយាយតាមត្រង់ទៅនេះជាសភាវគតិអ្នកធ្វើការធ្វើមិនដឹងមិនលឺដើម្បីរស់នឹងចាំបើកប្រាក់ខែនាងថែងទាំងប្រាប់ទៀតថាការទៅរកក្រុមហ៊ុនផ្សេងគឺល្អជាងការឈរមើលរឿងដ៏វឹកវរនេះទៅទៀតប៉ុន្តែស្រាប់តែនាងចាប់អារម្មណ៍អ្វីម្យ៉ាងគួនបាត់ទៅហើយនាងព្រិចភ្នែកទាំងភ័ន្តច្រឡំគួន បងប្រុសយើងបាត់ដំណក់ដោយតួឯកសងសឹកពេលលឺភ្លេងវាបិសាចអញ្ចឹងស្រាប់ពេលនោះនាយកឆាក៏ទាញឯកសារពីលើតុ បើមិនចង់ឲ្យយើងកាត់ផ្ដាច់គង់ត្រាទេគេលើកឯកសារឡើងបំរុងនឹងវាក្បាលប្រធានឃីមឯងគួរតែចេះធ្វើខ្លួនឲ្យស្រួលបួលចាប់ពីពេលនេះទៅតែមុនពេលឯកសារនោះវាចុះមកមានដៃម្ខាងមកឆាប់ក៏ដៃគេជាប់គឺគួនពេញមួយបន្ទប់កាំងថ្មឹងភ្លាមគួនសម្លឹងមើលគេយ៉ាងស្ងប់ស្ងាត់នេះជាឯកសារសំខាន់វាមិនអាចយកមកលាយឡំជាមួយរឿងផ្សេងបានទេនាយកឆាងាកមកមើលគេយឺតចឯនេះជាស្អីគេដែរគួនឆ្លៃយ៉ាងរៀបសារមកពីមួយជីនឈីភិងនាយកឆាផ្ទុះសំណើឡើង Motion shipping វ៉ាវក្មេងនេះគួរឲ្យចាប់អារម្មណ៍តារួចគេក៏យកចង្អុលដៃទៅរុញថ្ងាសគួនដោយកំពុងបដៅកូនឆ្កែអាណាថា ស្ដាប់ឲ្យច្បាស់ណាអាបុគ្គលិកថ្នាក់ទាបឯងមិនមែនជាមនុស្សដែលស័ក្តិសមនឹងនិយាយជាមួយយើងទេរួចគេញញឹមចង់មាត់ក្រុមហ៊ុននេះឡើងបង្រៀនមារយាទមូលដ្ឋានហើយពេលជប់ញ៉ែលេដំបងផាំង គេស្រាប់តែតតជើងខ្វានមួយទំហឹងអែងត្រូវអោនក្បាលសិន
กำลังตอดធ្វើឲ្យខ្វាន់ដួលលុតជង្គង់មកខាងអ្នកនឹងខ្ញុំសុទ្ធតែដឹងថាមានរឿងអីកើតឡើងហើយនាយកឆាសម្លឹងចុះក្រោមយ៉ាងក្រអឺតក្រទុំសម្លឹងស្អីអាល្ងងហើយនេះជាលើកទី1ហើយដែលខន់ខឹងពេតមែនមិនមែនរំខានមិនមែននឿយហត់គឺខឹងសម្បាតែម្ដងបរិយាកាសប្រែប្រួលភ្លាមតែមុនព្រះរឿងផ្ទុះឡើងប្រធានឃីមប្រញាប់ចូលមកខ្វាប់ក៏សុំទោសនាយកឆានិងសន្យាថានឹងពិចារណារឿងតម្លៃដឹកជញ្ជូននេះម្ដងទៀតគាត់ភ្ញាក់អល់លោកប្រធានឃីមមិនខ្វល់ពីភាពអាម៉ាស់ហើយយួនដំណើរក្បាលខូចនាយកឆាយចិនទូយ៉ាងគួរសមបន្ទាប់ពីបង្កភាពវឹកវររួចនាយកឆាក៏ដើរចេញទៅយ៉ាងរំភើយដូចតួកាចដែលគេមិនបើកប្រាក់ខែឲ្យឈុតបន្ទាប់គឺនៅពេលយប់គាត់និងប្រធានឃីមកំពុងឈរលើដំបូលអគារជាមួយគ្នាប្រធានឃីមស្រាប់តែហុចបារីមួយដើមឲ្យគេជក់បារីគាត់ថាគេឈប់ជក់10ឆ្នាំហើយប្រធានឃីមកាំងបន្តិចឯងមិនមែនអាយុមុតលៀម3ទេអីបាទសំបីតែគាត់ក៏ងឿងឆ្ងល់នឹងប្រវត្តិបរមនេះដែរបន្ទាប់មកប្រធានក៏សួររឿងមួយដែលនឹកស្មានមិនដល់ឯងដឹងទេថាហេតុអីបានជាក្រុមហ៊ុនជួលឯងគាត់ឆ្លើយទាំងអៀមថាប្រហែលដោយសារសមត្ថភាពរបស់ខ្ញុំប្រធានផ្ទុះសំណើចភ្លាមកំប្លែងណាស់រួចគាត់ក៏និយាយការពិតចាក់ដល់តែម្ដងសមត្ថភាពដែលឯងមានគឺត្រឹមសញ្ញាបត្រមធ្យមសិក្សានិងបានបើកបរម៉ូតូប៉ុណ្ណោះផ្នែកធនធានមនុស្សពិតជាលេងលបែងភ្នាល់ធំហៅនៅថ្ងៃនោះបន្ទាប់មកប្រធានឃីមក៏ធ្វើមុខមាំគឺការភ្នែករបស់អាងក៏ប្រាប់ថាពេលឃើញខွန်ដំបងគាត់មានអារម្មណ៍ថាគេចង់សម្រេចរឿងអ្វីមួយពិតប្រាកដមិនមែនគ្រាន់តែរស់រងចាំដល់ម៉ោងសម្រាប់នោះទេបន្ទាប់មកប្រធានក៏បានប្រាប់គាត់ពីដំបូងមនជីវិតអ្នកធ្វើការដ៏ឈឺចាប់បំផុតមិននឹកស្មានដល់សង្គមនេះពោពេញដោយមនុស្សតែឯងមិនអាចនិយាយហេតុផលជាមួយបានទេទោះជារឿងនោះមិនយុត្តិធម៌ក៏ដោយពេលខ្លះជោគវាសនាអ្នកធ្វើការគឺត្រូវលេបសេចក្តីថ្លៃថ្នូរនិងអោនក្បាលចុះអ្នកនឹងខ្ញុំយល់យ៉ាងណាដែរចំពោះរឿងនេះព្រោះចុងក្រោយការធ្វើបែបនេះទៅឯការពារក្រុមហ៊ុនបានរួចគាត់ក៏ទះស្មាគាត់ឲ្យប្រាប់ថាបើរឿងបែបនេះកាត់ឡើងម្ដងទៀតធ្វើពុតឈីមិនបានឃើញវាទៅហើយបើអញឃើញមែនក៏បំភ្លេចវាចោលទៅគាត់ហៅគាត់តិចអ្នកគ្រប់គ្រងតែមុនពេលគេនិយាយបន្តអ្នកគ្រប់គ្រងគីមស្រាប់តែងាកមកវិញញញឹមបន្តិចរួចក៏និយាយចេញនូវអារម្មណ៍ពិតរបស់គាត់យើងទាំងអស់គ្នាសុទ្ធតែដឹងហើយមិនទេទុកសាច់រឿងការងារមួយឡែកក្រុងនាមជាមនុស្សប្រុសវាពិតជាគួរឲ្យអាម៉ាស់ណាស់ដែលត្រូវក្មេងពីលទាត់ក្បាលទាំងវ័យចំណាស់បែបនេះសម្ដីនេះចាក់ចំចំណុចខ្សោយរបស់គាត់តែម្ដងមួយសន្ទុះលើដំបូលអគារស្ងាត់ជ្រងំស្រាប់តែអ្នកគ្រប់គ្រងគីមជាយាមស្រង់កិត្តិយសរបស់គាត់មកវិញអូនិយាយអញ្ចឹងមិនមែនខ្ញុំគិតមិនតាន់ទេខ្ញុំបណ្ដោយឲ្យវាវាយតើគាត់ក៏លែងតាមភ្លាមបាទប្រកាសណាអ្នកគ្រប់គ្រងគីមងក់ក្បាលដោយមោទនភាពកាលពីមុនគីមក៏ធ្លាប់ខ្លាំងដែរបាទលោកតាតោះយើងត្រឡប់ក៏ធ្វើការវិញយប់ធ្លាក់មកដល់នៅកន្លែងផ្សេងអាម៉ូតូសក់លឿងកំពុងនិយាយទូរស័ព្ទជាមួយគុណដោយកូនចៅស្មោះត្រង់ក្នុងគុណម៉ាហ្វីយ៉ាថោអញ្ចឹងបាទមេគឹមដឹងថាមេតាំងតែទៅហាត់ប្រាណជាព្រៃក្រៅស្របពេលនោះគាត់ឈរនៅមុខអគារក្លឹប Black MMA អាម៉ូតូសួរបើវាគួរទៅដែរឬអត់គាត់ប្រាប់ឲ្យវាទៅងូតទឹកដែកទៅវាស្តប់វិញភ្លាមដោយភាពស្មោះត្រង់កំលិតយោធាខំមកខ្ញុំមកណាក៏បានដែរមេក្រោយដាក់ទូរស័ព្ទចុះក៏ញញឹមជាស្នាមញញឹមដ៏គួរឲ្យខ្លាចឆ្ពុតរួចក៏គិតក្នុងចិត្តថាអ្នកគ្រប់គ្រងដឹងទេថាមនុស្សរឿងរស់ខ្លាចអ្នកណាជាងគេទឹកមុខគេប្រែជាខ្មៅងងឹតទៀងស្រងគឺមនុស្សដែលរឹងរូសជាងពួកគេនឹងឯងឥឡូវមើលកន្លែងនេះឲ្យច្បាស់នៅឆុងក្លឹបអ្នកប្រយុទ្ធ2អ្នកកំពុងវាយគ្នាហើយនៅចំកណ្ដាលនោះនាយកឆាកំពុងវាយបុរសកំសត់ម្នាក់ចង់យកជីវិតតែម្ដងអ្នកប្រយុទ្ធនោះខំរែងស្កាត់ទាំងត្រដរខណៈដែលអង្វរឲ្យឈប់តែនាយកឆានៅតែបន្តវាយគេលើកដៃឡើងបើយកលុយហើយត្រូវធ្វើឲ្យសមនឹងលុយផងប្រៅកិនដាប់ដៃដុសសាហាវមាត់ចំមុខអ្នកប្រយុទ្ធនៅពេញទំហឹងគេហោះថយក្រោយរួចដួលខ្ទាតទៅលើអ៊ិតសន្លប់ឈឹងតែម្ដងមនុស្ស2នាក់រត់ទៅជួយគេភ្លាមចំណែកនាយកឆាគ្រាន់តែសើចអាយ៉ាខ្ញុំទៅតែវាយអញប្រមាណដៃសោះក្មេងពិតមែនពីក្រោយគាត់ម្ចាស់ក្លឹបធំឡើងបានក៏ផ្ទុកកំហឹងនាយកឆាលោកពិតជានឹងបន្តធ្វើបែបនេះមែនទេបើលោកនៅតែធ្វើឲ្យអ្នកប្រយុទ្ធខៀមរបស់រោដៅនៅលោកមកទីនេះខៀមមិនអាចនៅស្ងៀមបានទៀតទេតែនាយកឆាស្រាប់តែបដូរសម្លេងភ្លាមគាត់រំលឹកម្ចាស់ក្លឹបពីភាពអស់សង្ឃឹមរបស់គេពេលអង្វរសុំជំនួយហិរញ្ញវត្ថុជាការគំរាមកំហែងភ្លឺចិត្តភ្លាមតែម្ដងម្ចាស់ក្លឹបចាប់ផ្ដើមភ័យស្លន់ស្លោញាក់យកឆាហុតលុយឲ្យគេញ៉ាំងរំភើយយកទៅទិនបាយឲ្យក្មេងៗទៅរួចក៏ញញឹមញ៉ាំងត្រជាក់បាចង់ឲ្យទំនាក់ទំនងបានយូរមនុស្សត្រូវហូបឲ្យឆ្អែតម្ចាស់ក្លឹបសម្លឹងមើលលុយទាំងផៃនាយកឆាក្រវីវាចំអម៉េចចង់បានទៀតវ៉ាវឯងខ្លាចជាអ្នករកស៊ីពិតប្រាកដហើយបើមិនយកក្នុងពេល5វិនាទីទេតើឃីងគូទុកវាវិញទេភ្លាមនោះគាត់ដើរចូលក្លឹបយ៉ាងស្ងប់ស្ងាត់
រួចប្រាប់ម្ចាស់ក្លឹបថាឃីមចង់ចុះឈ្មោះហាត់មួយខែ ម្ចាស់ក្លឹបងាកមកយ៉ាងគួរសមតែនាយកឆាស្រាប់តែចំណាំគេបានអូគឺឯងតារួចគាត់ក៏ញញឹម គិនតួទុយដូចជាឯងមើលទីនេះធ្វើអីគៀនបន្ធូរក្រវ៉ាត់កគ្មានញងឹតបន្តិចសោះពួកយើងដឹងថាមានរឿងអីបន្តហើយមែនទេតែយើងអាចចាប់ដើមវ័យគ្នាឥឡូវបានទេ ហើយភ្លាមនោះអ្នកទាំងពីរក៏ឈរក្នុងសង្វៀននាយកឆាបឹងបែកកបកត់បណ្ដារអ៊ូបណ្ដាមិនឈប់ នេះជាបញ្ហារបស់មនុស្សសពថ្ងៃអ្នកណាក៏គិតថាខ្លួនឯងរងទុក្ខជាងគេគាត់ដាក់ប្រដាប់ការពារថ្មិញពួកឯងមិនដឹងពីសម្ពាធដែលមិនដឹកនាំដោយឃ្លួងទ្រុឌទ្រាំទេជីវិតពួកឯងគ្មានន័យអ្វីឡើយរួចក៏សម្លឹងមកគាន់យ៉ាងក្អើតកតុំ អញ្ចឹងពេលមានក្មេងល្ងងចង់ឡើងកាត់មកខ្ញុំវាធ្វើឲ្យខ្ញុំខឹងណាស់ជាពិសេសក្មេងលុយក្មេងខ្សែក្រៅពីសល់មោទនៈខ្វៀបន្តិចបន្តួចនឹង រួចគាត់សើចចំអកម៉េចឯងមកទីនេះដើម្បីសងសឹកឲ្យអ្នកគ្រប់គ្រងគីមកគាត់ពេតខ្លួនយ៉ាងស្ងប់ស្ងាត់ហើយតបយ៉ាងរំភើយលោកឯងនិយាយច្រើនម្ល៉េះរួចសម្លឹងមើលភ្នែកគាត់ចំចំ លោកគ្មានមិត្តភក្តិទេមែនទេពេញមួយក្លឹបស្ងាត់ជ្រងំ គាត់ស្ទុះសម្ដៅទៅរកគាត់លើកនេះឯងមិនអាចដើរជាងត្រង់ពីទាត់ទេតែវូស កនគេកបានយ៉ាងងាយរួចនិយាយយ៉ាងស្ងប់ស្ងាត់លោកចាយលុយដើម្បីវាយគេធ្វើឲ្យលោកមានអារម្មណ៍ថាអំណាចនោះជារបស់លោកមែន នាយកឆាកៀងមួយសន្ទុះរួចក៏វេលុកម្ដងទៀតទាំងស្រែកថាអញនឹងសម្លាប់ហែងគាត់គេកបានម្ដងទៀតលោកមិនខ្វល់ពីអ្វីដែលខ្ញុំនិយាយទេរួចក៏ញញឹមខ្ញុំគិតត្រូវមែនលោកពិតជាគ្មានមិត្តភក្តិមែន ពេលនេះនាយកឆាកំពុងចាប់ប្រយុទ្ធទាំងផ្លូវចិត្តទីបំផុតគាត់លើកកណ្ដាប់ដៃឡើងនាយកឆាសើចយ៉ាងអំនួត អញប្រកាសទេបើអញមិនចេញកណ្ដាប់ដៃនឹងអញនឹងមិនអាចបន្តធ្វើការនៅក្រុមហ៊ុនបានទៀតទេ តែគាត់មិនស្តាក់ស្ទើរសូម្បីតែមួយវិនាទីប្រៅកណ្ដាប់ដៃគេម៉ាត់ចំធ្គាមនាយកឆាពេញទំហឹង ប្រដាប់ការពារថ្មីខ្ទាតចិនភ្លាមអ្នកមើលទាំងអស់កៀងស្ទូកហើយគាត់ញញឹមយ៉ាងយឺត បាទខ្ញុំខ្លាចស្លាប់រួចគេឈានទៅមុខម្ដងទៀតខ្ញុំមិនមកទីនេះតាំងពីដំបូងម្ល៉េះកណ្ដាប់ដៃគាត់ហោះសម្ដៅចំមុខនាយកឆា គ្រប់គ្នាឆ្មងក្លាប់ត្រៀមខ្លួនសម្រាប់រឿងក្តីគិតកម្មទៅហើយតែនៅវិនាទីចុងក្រោយគេឈប់ភ្លាមមុនពេលប៉ា ក្លឹបទាំងមូលកាំងស្ងាត់ចំនួនឯកាម៉ាត់គាត់គ្រាន់តែផ្ទាល់ថ្ងាសឆាមើមរៀមយ៉ាងរំភើយហើយទុកចិត្តខ្ញុំចោះអ្នកនឹងខ្ញុំសុទ្ធតែដឹងថាបែបនេះឈឺឆាប់ជាងទ្រវាទៅទៀត ពួកយើងមើលតគ្នាគាត់បានបដូរការប្រកួតស្លាប់រស់ទៅជាការសម្លុតក្មេងសាលាធម្មតាទៅវិញ ភាពអាម៉ាស់នេះគឺធ្ងន់ធ្ងរណាស់បន្ទាប់មកខ្វាន់ក៏ចាប់ដើមសើចមើលអាល្អិតនេះចុះវាខ្លាចញ័រហើយត្រូវថែមប្រមាណដៃទៀតឯងអាចនឹងនុំលាក់ខោមិនខាន មុខរបស់នាយកឆយឡើងក្រហមភ្លាមមិនមែនព្រោះឈឺចាប់ទេតែព្រោះខ្មាស់គេ ពេលនោះខ្វាន់គេក្នុងចិត្តថាបើគាត់ធ្វើប្រដេប្រដាក្រុមហ៊ុនអាចនឹងរងផលប៉ះពាល់ដោយសាររឿងនេះ ដូច្នេះគាត់សម្រេចចិត្តធ្វើទរណកម្មខលចិត្តបរោះនេះឲ្យបំផ្លាញខ្លួនឯងវិញនេះជាល្បិចក្រុមហ៊ុន នាយកឆយខឹងយ៉ាងខ្លាំងអាគ្មានខ្វុនឈោមើលយ៉ាងស្ងប់ស្ងាត់ព្រមទាំងរៀបចំផែនការក៏ត្រូវការឲ្យឆយនិយាយសន្យាដោយខ្លួនឯងការសន្យាច្បាស់លាស់មួយថាទោះមានរឿងអ្វីក៏ក្រុមហ៊ុនមិនខាតបង់ដែរពេលខ្វាន់រៀបចំផែនការរួចរាល់ស្រាប់ប៉ាថោ នាយកឆយម៉ាត់ចំមុខខ្វាន់យ៉ាងខ្លាំងគ្រប់គ្នាភ័យស្លុតតែបែរជាគ្មានអ្វីកើតឡើង ខ្វាន់មិនកំរោកមិនដួលសំបីភ្នែកក៏ទប់ការវានេះយ៉ាងធម្មតាគាត់សម្លឹងទៅឆយវឹងហើយនិយាយស្ងាត់ថាឯងធ្វើខ្លាំងពេញមួយថ្ងៃហើយតែការស្លាប់មិនបំភ័យពួកយើងទេអាល្អិត សម្ដីនេះធ្វើឲ្យឆយកាន់តែខឹងទាយវាយប្រដេប្រដានិងស្រែកថាខ្វាន់ខ្លាចមិនហ៊ានតទល់តែលើកនេះផាំងខ្វាន់ចាប់ដៃនោះបានយ៉ាងលឿនបង្ខត់ ពេលចាប់ដៃឆយជួបគាត់និយាយថាទោះគ្រីមធ្វើអ្វីក៏ឯងមិនត្រូវឲ្យក្រុមហ៊ុនខាត់បាំងព្រោះរឿងនេះដែរ នាយកឆយញញឹមចំអកភ្លាមអញ្ចឹងនេះជាបំណងពិតប្រាកដ គេសើចហើយនិយាយថាខ្វាន់ធ្វើដោយមិនខ្លាចតែនៅបារម្ភពីក្រុមហ៊ុនសោះរួចក៏ឆ្លើយយ៉ាងជឿជាក់ថាបានខ្ញុំសន្យា និយាយចាប់ភ្លាមឆយលូតចាប់ដៃខ្វាន់ពួកយើងមើលច្បាស់ណាស់គេចាប់ដើមកាច់ដៃហើយ ប្រឹងរើតាមចិត្តទៅជើងគេរឹតក៏គ្មានជាប់រួមទាំងមូលដៃយ៉ាងសាហាវ អ្នកមើលគ្រប់គ្នាភ័យស្លឹកឆយស្រែកថាលើកនេះមិនបញ្ចប់ត្រឹមការទាត់ធម្មតានោះទេគេគំរាមថាខ្វាន់លែងបានហូបបាយស្រួលទៀតហើយនិយាយមែនក្បាច់កាច់ដៃហោនេះចេញមកពីណាក៏មិនដឹងបងប្រុសនេះទិញក្បាច់កូនមកហើយយកមកវាយគេប្រេះផ្ដាស់តែម្ដង ខ្វាន់ត្រូវបានឃុំជាប់ដៃម្ខាងនិងកត្រូវបានរឹត
នាយកឆយប្រឹងប្រែងសម្រាប់គាត់តែខ្វាន់នៅតែនិយាយយ៉ាងស្ងប់ស្ងាត់ លោកបានសន្យាហើយតើហើយរឿងដ៏គួរឲ្យរន្ធត់ក៏បានកើតឡើងគ្រប់ ខ្វាន់បត់ដៃមកវិញដោយកម្លាំងសុទ្ធសាធភ្នែកឆយបើកធំស្អីគេនេះហេតុអ្វីទប់ជាប់ទីបំផុតគាត់ដឹងថាកំពុំតទល់ជាមួយបសាចក្នុងសម្លៀកបំពាក់បុគ្គលិកកាល័យវិនាទីបន្ទាប់ដាំង ខ្វាន់លើគេឡើងរួចបកទៅនឹងឥតយ៉ាងខ្លាំងធ្វើឲ្យរង្គើកុំហ៊ានប៉ះពាល់ក្រុមហ៊ុនឲ្យសោះ ដាំងខួរក្បាលនាយកឆយស្ទើរតែជប់ដំណើរការទៅហើយអ្នកគ្រប់គីឆោកៀងនិយាយអ្វីលែងចិនហើយឆ្លងកាត់រឿងទាំងនេះខ្វាន់នៅតែឈើយ៉ាងស្ងប់ស្ងាត់ម្ចាស់ក្លឹបរត់ទៅរកឆយភ្លាមស្រែកហៅឡានពេទ្យចំណែកខ្វាន់វិញទាញអាវឲ្យត្រង់ធម្មតារួចនិយាយសារចុងក្រោយមួយពេលគេដឹងខ្លួនប្រាប់គេថាគាត់ជាប្រុសត្រូវតែចេះរក្សាសម្ដីខ្លួនឯងម្ចាស់ក្លឹបសម្លឹងមើលយ៉ាងភ្ញាក់ហើយសួរថាលោកជានរណាប្រកាសខ្វាន់ធ្វើមុខឆ្ងល់បន្តិចរួចឆ្លើយថាខ្ញុំគ្រាន់តែជាបុគ្គលិកការិយាល័យទេពេលដែលចេញគាត់ក៏និយាយម្ដងទៀតថាបុគ្គលិកការិយាល័យធម្មតាពួកយើងដឹងច្បាស់ហើយថាគាត់និយាយកុហកឈុតបន្ទាប់គឺនៅផ្ទះរបស់ខ្វាន់បងរុំរបួសនៅរាយប៉ាយពេលគាត់កំពុងរុំស្មាគាត់ឈឺពេញខ្លួនហើយទទួលស្គាល់ថាគាត់មើលស្រាយនាយកឆយមែនមិនមែនព្រោះឆយជីជើងអែកទេតែអាឆ្កួតនេះស្រាប់តែប្រើក្បាច់កាច់ដៃហោះដោយអនុវត្តតាមវីដេអូ YouTube អញ្ចឹងបើខ្វាន់ប្រហែសតែបន្តិចទេរឿងអាចនឹងធ្លាក់ដណ្ដាបជាងនេះបាត់ទៅហើយពេលនោះទូរស័ព្ទក៏រត់ខ្វាន់ខេឈ្មោះនាង MG ទើបលើកសួរថាមានការអ្វីទេមកព្រឹកវេលាម្ល៉េះមិនទាន់និយាយចាប់ផង MG ក៏ស្រែកសួរថាខ្វេនមានរឿងអ្វីជាមួយនាយកឆយមកសឿមឹងលោកបង្ករឿងអ្វីទៀតហើយខ្វាន់ពិតជាធ្វើមុខឆ្ងាន MG ក៏បញ្យល់យ៉ាងលឿនថានាយកឆយបានមកដល់ក្រុមហ៊ុនជាមួយកូនចៅមួយក្រុមធំហើយកំពុងដើររកខ្វាន់សូម្បីតែខ្វាន់ក៏ភ្ញាក់អោដែរ MG ប្រញាប់ប្រាប់ថាអ្នកគ្រប់គ្រងគីមបានបញ្ជាមិនឲ្យលោកមកធ្វើការទេថ្ងៃនេះនៅផ្ទះសម្រាប់ទៅកុំមកអីតែជាអកុសលខ្វាន់បែកជាមិនចេះខ្លាចស្លាប់ទៅវិញឈុតបន្ទាប់កាត់មកក្រុមហ៊ុនវិញហើយបរិយាកាសគឺតានតឹងខ្លាំងមែនថែនអ្នកយកឆយឈររំបងពេញខ្លួនដោយសាក់សពម៉ាមីដែលមានកូនចៅឈរពាត់ជុំវិញគេសម្លឹងមើលអ្នកគ្រប់គ្រងគីមនិងទាមទារការសម្រេចចិត្តជឿឃើញចោវានឹងកក្រើកមិនខានតាត្រូវប្រកល់ខ្វាន់ឲ្យគេឬក៏ត្រូវឡើងថ្លៃដឹកជញ្ជូនទ្វេដងតាយើងទៅមើលការតទល់ដល់កក្រើកនេះទាំងអស់គ្នាអ្នកគ្រប់គ្រងគីមព្យាយាមទប់អារម្មណ៍ហើយសួរថាម៉េចបានជាគាត់ចង់បានគួនម្លេះអ្នកយកឆយញញឹមចុងម៉ាត់ព្រោះគេសុកចិត្តបំភ្លេចរឿងការពីម្សិលមិញចោលក្នុងលក្ខខណ្ឌតែមួយគត់គឺកូនត្រូវលុតជង្គង់អោនក្បាលមិនសុំទោឲ្យបានត្រឹមត្រូវបំផុតបើគេធ្វើអញ្ចឹងឆយសន្យាថានឹងរក្សាលក្ខខណ្ឌកងត្រាតាមដដាលនិយាយបណ្ដារគេចង្កូតទៅកាន់មាត់ទ្វារការិយាល័យបណ្ដារគ្រប់គ្នាងាកមើលឲ្យកាំងថ្មឹងគួនឈរនៅទីនោះទាំងដង្ហើមញាប់បងប្រុសរត់មកធ្វើការលឿនដោយខ្លាចខកខានការប្រយុទ្ធជាមួយបិសាចធំចឹងពួកបុគ្គលិកចាប់ដាំខ្សឹបខ្សៀវគ្នានៅកញ្ញាំងភ្លាមតែម្ដងពួកគេពិតជាមិនយល់សោះថារឿងរ៉ាវប្រែជាអាក្រក់យ៉ាងនេះបានដោយរបៀបណាព្រោះគ្មានអ្នកណាជាក្មេងទំនើងនោះទេអ្នកគ្រប់គ្រងគីមប្រឆាំងតវ៉ាភ្លាមតើនាយកឆយឯទាមទាររឿងដែលគ្មានហេតុផលបែបនេះមិនទៅប៉ុន្តែមុនពេលមានរឿងអ្វីផ្សេងគួនក៏និយាយឡើងភ្លាមនេះវាកូនក្មេងពេកហើយខ្ញុំមើលលែងចយហើយសំបីតែអ្នកគ្រប់គ្រងគីមក៏ស្លុតចិត្តដែរគួនដើរទៅមុខចង្ខឹងហើយរំលឹកឆយពីការសន្យាកាលពីម្សិលមិញតើគេមិនបានស្បត់ទេឬថានឹងមិនធ្វើឲ្យក្រុមហ៊ុនខាត់បងនោះតែនាយកឆយញញឹមយ៉ាងក្រាស់គេគ្រាន់តែចរចាលក្ខខណ្ឌកុងក្រាឡើងវិញដើម្បីផលប្រយោជន៍ក្រុមហ៊ុនប៉ុណ្ណោះឮបែបនេះគួនសៃចំអកភ្លាមអូត្រូវមួយដៃសន្លប់បាត់ការចងចាំមែនពេលការិយាល័យផ្ទុះការខ្សឹបខ្សៀវជាថ្មីត្រូវតែមួយដៃពួកគេឆ្លោះគ្នាហើយគ្រប់គ្នាចាប់ផ្ដើមសម្លឹងមើលបងរំរបួសលើមុខរបស់ឆយស្រាប់តែគ្រប់យ៉ាងស្ដាប់ទៅសមហេតុផលគួនដើរចូលទៅចិត្តរួចនិយាយថាការតក់ស្លុតដែលថយ៉ាក់ធ្វើឲ្យនរណាម្នាក់នោមដាក់ខោប្រកាសជាបណ្ដាលឲ្យបាត់ការចងចាំបណ្ដោះអាសន្ននេះឆយស្រែកឡើងភ្លាមថាខ្ញុំមិនបាននោមដាក់ខោទេគួនจึงអោនមុខគេភ្លាមអូអញ្ចឹងលោកចាំតែបើអញ្ចឹងលោកគ្រាន់តែបដូរសាច់រឿងដូចកូនក្មេងសោះនិយាយមែនចេះខ្មាស់គេខ្លះតូគប់ពីសម្ដីកំពុងរុនច្រានឈយឲ្យចិត្តកាំងបេះដូងហើយអ្នកគ្រប់គ្រងគីមប្រញាប់សួរគួនថាមានរឿងអ្វីកាក់ឡើងពិតប្រាកដប៉ុន្តែមុនពេលគេអាចឆ្លើយនាយកឆយក៏ផ្ទុះកំហឹងម្ដងទៀតឥឡូវយើងមកមើលត្រង់នេះឲ្យច្បាស់ណាគេស្រីថាទាល់តែគួនលុតជង្គង់វាចន្លោះជើងគេតែមុននឹងគេនិយាយចប់គួនក៏បន្ទាបខ្លួនហើយវាកាត់ចន្លោះជើងគេភ្លាមតែម្ដងពេញការិយាល័យគៀងស្ដូសូម្បីតែខួរក្បាលនេះឆយក៏គៀងដំណើរការបណ្ដោះអាសន្នដែរបន្ទាប់មកគួនឈរពីក្រោយគេយ៉ាងស្ងប់ស្ងាត់ហើយនិយាយថាគ្រប់គ្នាឮហើយមែនទេ
បើខៀងវារកាត់ចន្លោះជើងលោកនឹងរិសាគងត្រាដាមនោះជាការសន្យារួយគេបន្ថែមយ៉ាងរំភើយថាគេជឿថានាយកឆយពិតជានឹងរក្សាពាក្យសម្ដីនៅពេលនេះយ៉ាងណាមិញសម្រាប់អ្នកចំនួនភាពគួរឲ្យទុកចិត្តគឺជាជីវិតមែនទេនាយកឆយសក់អ៊ីនផ្ទៃមុខនាយកឆយឡើងក្រហមងាំងអាចកាយនេះមុនពេលរឿងរ៉ាវផ្ទុះឡើងអ្នកគ្រប់គ្រងគៀមប្រញាប់ចាប់គេព្យាយាមសម្រួលអារម្មណ៍គេប៉ុន្តែស្រាប់តែលាន់សម្លេងផ្ទះកំភ្លៀង សំឡេងនេះខ្ទាស់เป็นការិយាល័យគ្រប់គ្នានៅស្ងៀមស្ងាត់ជ្រាបតែម្ដងនាយកឆយទើបតែតែកំ pl ែងអ្នកគ្រប់គ្រងគីមួយតំហឹងហើយចាប់ផ្ដើមស្រែកសួរថាតើគេចង់ងាប់មែនទេទើបហ៊ានមកប៉ះខ្លួនគាត់នោះពេលឃើញបែបនេះអារម្មណ៍គួនប្រែប្រួលភ្លាមនៅក្នុងចិត្តគេពាក្យសម្ដីអ្នកគ្រប់គ្រងគីមផោះឡើងវិញបើឯងឃើញរឿងបែបនេះម្ដងទៀតធឿពុតជាមិនឃើញទៅក្នុងនាមជាកូនប្រុសវាពិតជាគួរឲ្យអាម៉ានណាស់គួនក្តាប់ដៃយ៉ាងណែនវាមានព្រំដែនដែលមិនគួររំលងរួយគេក៏ក្រោកឈរឡើងកតិយុគមប្រុសមិនមែនជារបស់តែអ្នកអាចចង់ឆ្លៃបានទេតែភ្លាមនោះកូនចៅម្នាក់របស់ឆយក៏មកចាប់ស្មាគេជន់ពេលនោះព្រមានគេទាំងខឹងឲ្យនៅស្ងៀមពេលចាក់ទុំកំពុងនិយាយគួនចាប់ដៃបរោះនៅវិញយ៉ាងស្ងប់ស្ងាត់រួចនិយាយពាក្យសម្ដីដ៏ត្រជាក់ស្រេបគួរឲ្យខ្លាចចាប់ពីពេលនេះទៅទោះមានរឿងអ្វីកើតឡើងក៏ត្រូវបិទមាត់ឲ្យចិត្តព្រោះបើមិនចឹងទេអញអាចនឹងសោកដៃតែម្ខាងពេលជិនពីទីនេះគ្រាន់តែនិយាយឆយលឺបែបនេះគេក៏គ្រប់គ្រងខ្លួនឡើងបានតែម្ដងអាចចង្រៃនេះសម្រាប់វាសិនទៅកំតិចពួកវាឲ្យម៉ត់ដូចធូលីទៅអ្នកគ្រប់គ្រងគីមនិង MG ភ័យស្លន់ស្លោពេលឃើញស្ថានភាពវឹកវរហួសការគ្រប់គ្រងខ្ញុំដឹងថាអ្នកកំពុងគិតអីគិតថារឿងនឹងផ្ទុះធំមែនទេប៉ុន្តែស្រាប់តែមានសម្លេងមួយពន្លឺឡើងកាត់ផ្ដាច់គ្រប់យ៉ាងកំតិចចោលតើលោកចង់កំតិចឯណាប្រកបគ្រប់គ្នាងាកទៅមើលមាត់ទ្វារចូលភ្លាមពេលនាយកឆយឃើញអ្នកឈរនៅទីនោះគេស្រាប់តែញញឹមមើលឈុកថានរណាគេ MG សម្លឹងមើលទាំងតកស្លុតនោះគឺជានាយករបស់យើងបេគីជីនបរិយាកាសប្រែប្រួលភ្លាមសម័យតែពួកក្មេងទំនើងក៏ឈប់កំរាកដែរនាយកឆយចាប់ដើមសួរឌឺដងភ្លាមថាតើក្រុមហ៊ុនមួយនេះមានប្រពៃណីចូលចិត្តលោកដៃចូលកកកាយរឿងអ្នកដតីមែនទេតើនេះមិនឃើញថាវាជាការជជែកគ្នារវាងអ្នកដៃធ្វើការងារផ្ទាល់ទេឬប៉ុន្តែយីជេនវាយពុកទៅវិញភ្លាមតែម្ដងទីនេះមិនមែនជាកន្លែងសម្រាប់នាយកអាយ៉ាងដូចជាលោកមកលុកដៃនោះទេអូហូចាក់ចំចំណុចខ្សោយតែម្ដងនាងទទួលស្គាល់ដែលស្ងប់ស្ងាត់ថាប្រធានឆយពិតជាពូកែអភិវឌ្ឍក្រុមហ៊ុនរួចនាងដោះវ៉ែនតាចេញហើយនិយាយយ៉ាងត្រជាក់ថាចាក់ស្ដែងគាត់គ្មានទេពកោសល្យក្នុងការចិញ្ចឹមកូនសោះនាយកឆយផ្ទុះកំហឹងភ្លាមនាងឯងទៅនិយាយស្ទៃដោយមិនខ្វល់ពីគេសូម្បីបន្តិចយីនហូចឯកសារមួយឲ្យគេនាងបញ្យល់ថាដោយសារការគោរពចំពោះប្រធានឆយនាងសុខចិត្តទ្រាំនឹងអកប្បកិរិយារបស់គេរហូតមកដល់ពេលនេះប៉ុន្តែជាក់ស្ដែងជារដ្ឋសម្រាមពិតជាប្រទេសតាមសន្តានមែនពេលឆយបាឯកសារនោះទឹកមុខគេប្រែប្រួលភ្លាមតែម្ដងខាងក្នុងមានរូបថតបង្ហាញពីទង្វើកខ្វក់គ្រប់យ៉ាងដែលគេបានធ្វើអំពើហិង្សាការកំសាន្តខុសច្បាប់ការរំលោភអំណាចគេមានទាំងអស់ចយើងទៀងបានមេរៀនអីពីរឿងនេះព្រះអើយនាងកំពុងតែកំទេចអាជីពរបស់បុរសម្នាក់នេះយ៉ាងចាស់ស្ដីតែម្ដងតោះពួកយើងមកតាមដានឈុតបន្តប្រធានឆយខឹងច្រឡោតសួរថានាងកំពុងគំរាមគាត់មែនទេតែយីជៀនតបវិញយ៉ាងស្ងប់ស្ងាត់ថាគាត់ទេដែលជាអ្នកគំរាមមុនបន្ទាប់មកនាងក៏ចង្អុលបង្ហាញពីចំណុចគួរឲ្យសង្ស័យមួយយ៉ាងរលូនបើការបញ្ជាពេលដឹកជញ្ជូនធ្វើឲ្យប៉ះពាល់ដល់ការនាំចេញក្រុមហ៊ុនមូឈីនគួរតែខាត់បងដែរចូលហេតុអីប្រធានឆយចេះតែបន្តបញ្ជាពេលចេតនាបែបនេះហាក់ដូចជាការមិនចិនកប៉ាល់នេះធ្វើឲ្យគាត់កាន់តែចំណេញថែមទៀតអញ្ចឹងលើបែបនេះប្រធានឆយញញឹមយ៉ាងត្រជាក់នាងកំពុងព្យាយាមទម្លាក់កំហុសពួកគាត់ហើយតែនាងពិតជាគិតថានាងមានឋានៈគ្រប់គ្រាន់ដើម្បីគំរាមលែងមែនទេបន្ទាប់មកក៏សួរត្រង់ថាចុះនេះមានន័យថាពួកគេលែងចង់ធ្វើជំនួយជាមួយក្រុមហ៊ុនមួយជាងទៀតហើយមែនទេយិនតបវិញយ៉ាងប្រងើយថាមនុស្សម្នាក់មានសិទ្ធិបកស្រាយតាមតែអ្វីដែលខ្លួនចង់គ្រាន់តែលើបែបនោះភ្លាមប្រធានឆយស្លឹងមើលមុខអ្នកគ្រប់ញាមមួយសន្ទុបរួចប្រមានថាពួកគេនឹងស្ដាយក្រោយដែលសម្រេចចិត្តដោយអារម្មណ៍មុននឹងដើរចេញទៅយ៉ាងប្រញាប់ជាមួយកូនចៅបន្ទាប់មកយីឈីនងាកទៅរកខ្វានយឺតជួបពួកញិនមិននិយាយគ្នាបន្តិចទៅឈុតបន្ទាប់គឺក្នុងការិយាល័យប្រធានយីឈីនខាងក្នុងនោះមានយីជីនប្រធានឃីមយីជីននិងខ្វាន់បរិយាកាសពិតជាតានតឹងខ្លាំងណាស់ទីបំផុតយីជីនក៏បំបីភាពស្ងៀមស្ងាត់នាងសួរចំពីរឿងការពីម្សិលមិញតើខ្វាន់ពិតជាទៅរកប្រធានឆយហើយវាដំគាត់មែនទេឥឡូវអ្នកទាំងអស់គ្នាស្ដាប់ណាខ្វាន់ប្រញាប់កាក់តម្រូវភ្លាមវាមិនមែនជាការវាដំទេវាគ្រាន់តែជាការប្រកួតហ្វឹកហាត់ស្របច្បាប់រវាងកីឡាករពីរនាក់ប៉ុណ្ណោះម្យ៉ាងទៀតប្រធានឆយទេដែលវាយមុនចម្លើយនេះធ្វើឲ្យអ្នកគ្រប់គីស្រឡាំងតាំងមីស្រែកឡើងភ្លាមហ្វឹកហាត់ជាមួយប្រធានឆយមានន័យថាម៉េច
สมใบแต่ประเทศคิมก็สเลกมุกได้អញ្ចឹងអ្វីដែលគាត់និយាយមុននេះគឺការពិតទាំងអស់គ្នាដោយមិនខ្វល់ពីភាពវឹកវរយីចិនបន្តនិយាយយ៉ាងស្ងប់ស្ងាត់ដោយសារតែទាំងវើខ្វះការកែតវ៉ាក់ខ្វាន់ការនាំចេញម៉ូតូ500គ្រឿងត្រូវបញ្ញាពេលថ្លៃឃ្លៀងហិរញ្ញប្បទានបាត់បង់ឱកាសនិងការខូចខាតដែលអាចកើតមានគឺការឡើងជិត1លានវ៉ុនទៅហើយ ក្រាន់តែឮបែបនេះប្រធានឃីមសុំទោសភ្លាមហើយទទួលខុសត្រូវដែលមិនបានគ្រប់គ្រងកូនចៅឲ្យបានល្អ ចំណែកឯមីគិតក្នុងចិត្តថារឿងប្រហែលជាស្រួលជាងនេះបើគាត់ធ្វើមិនដឹងមិនលឺតាំងពីដំបូងចូលរួមធ្វើអីមិនក៏ធ្វើឲ្យរឿងកាន់តែធំ ឃើញពួកគេទាំងពីរសំទោសព្រោះតែខ្លួនគាត់ពិតជាមានអារម្មណ៍ខុសខ្លាំងណាស់រំពេចនោះពាក្យសម្ដីប្រធានឃីមក៏បន្លឺឡើងក្នុងក្បាលគេម្ដងទៀត ជួនកាលជោគវាសនារបស់បុគ្គលិកការិយាល័យគឺត្រូវតែលេបភាពអាម៉ាស់រអែងខ្លួនដើម្បីការពារក្រុមហ៊ុន ខ្វានក្តាប់ដៃយឺតរួចក៏និយាយរឿងដែលគ្មាននរណានឹកស្មានដល់យើងមិនខាត់លុយទេបើយើងមិនលួកវាគ្រប់គ្នាមើលមុខគ្នាយ៉ាងឆ្ងល់ សំបីតែយិនក៏ចិញ្ចាំប្រតាក់គ្នាដែរគាត់ពន្យល់ថាគេធ្លាប់លើវាពីមិត្តភ័ក្តិនៅជំនួយម្នាក់ យ៉ាងណាមិញម៉ូតូទាំងនោះមិនទាន់ត្រូវបានលក់ចេញនៅឡើយទេមានន័យថាការខាតបង់នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ បន្ទាប់មកគេក៏ចាប់ផ្ដើមនិយាយយ៉ាងម៉ឺងម៉ាត់អំពីកិច្ចព្រមព្រៀងនាំចេញម៉ូតូនេះ គេប្រកាសដោយភាពជឿជាក់ថាគេនឹងទទួលខុសត្រូវនិងដោះស្រាយរឿងនេះដោយខ្លួនឯងតាំងពីដើមដល់ចប់មួយបន្ទុកធ្លាក់ក្នុងភាពស្ងៀមស្ងាត់ គ្រាន់តែឮបែបនោះភ្លាមប្រធានបេគីជីនក៏ញញឹមបន្តិចខ្វាន់ស៊ូនុងហូរួចនាងក៏ផ្អែកក្នុងទឹកក្រោយបន្តិចគេឈគូឈឹងអ្វីដែលឃឹមគឹបទៅទៀត ឈុតបន្ទាប់គួនម៉ូជីនិងប្រធានគឹមដែលចេញពីការិយាល័យក្លាយពីរួចផុតពីភៀវភ្លៀងកណ្ដឹងក្រុមហ៊ុន អ្នកគ្រប់គ្នាមើលទៅហត់នឿយខ្លាំងណាស់ជាពិសេសមីមុខនាងឡើងស្លេកដូចគ្មានពលឹងក្នុងខ្លួន មើលនេះសិនគ្រាមដឹងថាអ្នកគិតអីនាងដកដង្ហើមធំរួចរំលឹកខ្វាន់ពីចំណុចសំខាន់មួយចាំគ្រាមបញ្ជាក់ឡើងវិញបន្តិចមើល លោកពិតជាប្រាប់ថានឹងដោះស្រាយរឿងនេះដោយខ្លួនឯងមែននេះជាលើកទី1ហើយដែលគួនមើលទៅពិតជាភ័យខ្លាំង ហើយនិយាយតាមត្រង់ការដែលត្រូវ MG និងប្រធានឃីមសម្លឹងមើលមុខគ្នាបែបនេះវាគួរឲ្យខ្លាចជាងការវាយគ្នាជាមួយពួកក្មេងទំនឹងទៅទៀត តើពួកយើងទាំងបីខ្លាចជាអ្នកសុំគណិតគ្នាតាំងពីពេលណាគួនប្រាប់ពីការពិតដ៏គួរឲ្យខ្លាចមួយឥឡូវពួកគេត្រូវជំនះម៉ូតូ500គ្រឿង ក្នុងរយៈពេល1សប្តាហ៍សូម្បីតែមីក៏មិនជឿថារឿងនេះជាការពិតដែរនាងងាកទៅប្រធានឃីមសួរថាគាត់ពិតជាគិតថារឿងឈួតគួតនេះអាចទៅរួចមែនប៉ុន្តែជំនួសឲ្យការភ័យស្លន់ស្លោប្រធានឃីមបែរជាញញឹមទៅវិញ សម្រាប់គាត់វាគ្រាន់តែជាម៉ូតូប៉ុណ្ណោះយ៉ាងណាមិញនេះគឺជាការធ្វើជំនួញ កាលពីមុនគាត់ធ្លាប់លក់តែកូនកដៅនៅកណ្ដាលតំបន់មជ្ឈិមបូព៌រដល់កដៅហើយដែលស្ដាប់ទៅវាដូចជាកម្ពុជាអ្នកជំនួយឬក៏អាចជាភេរវកបែបហ្នឹង លើការជឿជាក់នោះគួនអោនក្បែរសំទោគេទទួលស្គាល់ថារឿងរ៉ាវកាន់តែអាក្រក់ដោយសារគេតែមីកាត់មាត់ភ្លាម សម្រាប់នាងអ្វីដែលខ្វាន់ធ្វើការពីម្សិលមិញពិតជាលួយ គេហ៊ានធ្វើរឿងដែលអ្នកដតីគ្រាន់តែស្រមៃចង់ធ្វើពេលចូលបន្ទប់ទឹកប៉ុណ្ណោះគួនអែកក្បាលញញឹមទាំងអៀន បាទខ្ញុំមានចំណុចល្អមួយនោះគឺការហ៊ានផ្ដួចផ្ដើមគ្រាន់តែគេញញឹមភ្លាម MJ ក៏សម្លុកគេយ៉ាងមុតរួចសក់ចំអុក លោកគិតថានេះជាពាក្យសរសើរមែនគួនភ័យបុកពួតភ្លាមទេខ្ញុំមិនមែនមានន័យបែបហ្នឹងទេ មុខគេសពោនលឿនជាងអីទៅទៀតទន្ទឹមនឹងនេះប្រធានឃីមឈរមើលពួកគេឆ្លោះគ្នាយ៉ាងស្ងៀមស្ងាត់មុននឹងប្រែទឹកមុខជាមើងម៉ាត់ គាត់ថាអ្នកទាំងពីរមិនគួរលុកដៃចូលរឿងនេះដោយសារគាត់បើពួកគេមិនពាក់ព័ន្ធប្រហែលជាគាត់ទទួលទោសតែម្នាក់ឯងបាត់ទៅហើយ ឃើញណាអ្នកទាំងអស់គ្នាមីប្រកែកភ្លាមមើលទៅប្រធានឃីមមិនទាន់ដឹងទេថាការដាក់ទណ្ឌកម្មនោះវានឹងទៅជាយ៉ាងណាឲ្យប្រកប ចាប់ផ្ដើមរឿងនេះជាមួយខ្ញុំនិយាយត្រង់ចោះនាងពិតជាទ្រាំមើលឡើងបានហើយ ស្របពេលនោះនាងនឹកឃើញសម្ដីរបស់នាយកយីចិនឃីមពិតជាស្ងាយសរសើរនៅភាពជាក់នេះណាស់អញ្ចឹងតោះយើងធ្វើវាជាមួយគ្នា យើងនឹងហៅវាថាក្រុមការងារសាមចិនគ្រាន់តែនឹកឃើញឈ្មោះក្មេងៗដ៏គួរឲ្យអស់សំណើចនោះភ្លាមមានឡើងព្រឺសម្បូរតែម្ដង មែនហើយស្ដាប់ទៅដូចជារឿង Power Ranger ថោកដោយបង្កើតឡើងដោយអ្នកហាត់ការមិនបានប្រាក់ខែអញ្ចឹង ប៉ុន្តែដោយសារភាពវឹកវរនេះពួកគេទាំង3នាក់ស្រាប់តែខ្លាចជាក្រុមផ្លូវការតែម្ដងពេលនោះអ្នកគ្រប់គ្រងឃីមក៏ចាប់អារម្មណ៍ឃើញទឹកមុខសោកស្ដាយរបស់មី បន្ទាប់មកគាត់ក៏ងាកទៅរកខ្វាន់យ៉ាងស្ងៀមស្ងាត់អរគុណឲ្យខ្វាន់ទាំងខ្វាន់និងម៉ាជីពិតជាភ្ញាក់ឲ្យយ៉ាងខ្លាំង អ្នកគ្រប់គ្រងគីមសារភាពដោយស្ងប់ស្ងាត់ថាយូរណាស់មកហើយទើបមានគេចេញមកជួយគាត់បែបនេះហើយនិយាយឲ្យត្រង់ក្នុងចំណោមមនុស្សទាំងអស់គាត់មិននឹកស្មានថាជាគាត់នោះទេ លើសម្ដីនោះម៉ែក៏មានអារម្មណ៍ខកបន្តិចដែរព្រោះមិនដូចជាខ្វាន់នាងមិនហ៊ានចេញមុខជួយគាត់ឡើយកាលពីពេលនោះ បន្ទាប់មកអ្នកគ្រប់គ្រងឃីមញញឹមទាំងអៀនខ្មាស់ហើយសារភាពរឿងមួយដែលគួរឲ្យតក់ស្លុតជាងនេះទៅទៀតពេលឮថាខ្វាន់វិនិយោគជួយតាមពីទឹកក្នុងចិត្តគាត់មានអារម្មណ៍ថាស្កប់ស្កល់យ៉ាងខ្លាំង ព
ពិតណាស់វាជារឿងរលរៀលអាចខូចអនាគតនិងអាចជាប់គុកបានប៉ុន្តែគាត់នៅតែមានអារម្មណ៍ដឹងគុណតាមពិតប្រសិនបើដឹងថារឿងវានឹងរៀលដាលដល់ថ្នាក់នេះគាត់ប្រហែលជាអ្នកដាល់ឆយដោយផ្ទាល់ដៃបាត់ទៅហើយ សូម្បីតែ MG ក៏ស្រឡាញ់កាំងដែរ អ្នកគ្រប់គ្រងតែពេលនោះឃីមក៏សួរសំណួរដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រយ៉ាងធម្មតាអញ្ចឹងខ្វាន់តែនាយកឆយពិតជាមិនបាននាំដាក់ខុសខ្លួនឯងមែនទេ ជីស្រាប់តែបង្ហាញទឹកមុខហត់នឿយផ្លូវចិត្តភ្លាមអ្នកគ្រប់គ្រងមិនមែនលោកកូនចឹងដែរទេដឹងចំណែកគាត់តបយ៉ាងរំភើយថាលើកក្រោយធ្លៀងនឹងធ្វើឲ្យគាត់នោមដាក់ខំមែនតែនតាមដង និយាយត្រង់ចុះពួកគាត់ទាំងពីរនាក់នេះនៅគៀកនឹងការត្រូវគេដឹងពីបទបៀតបៀននៅកន្លែងធ្វើការបាត់ទៅហើយ ឥឡូវសង្កេតមើលឲ្យច្បាស់ឈុតនេះបដូរទៅពេលយប់ហើយនាយកយីចិនឈោម្នាក់ឯងក្បែរបង្អួតការិយាល័យសម្លឹងមើលពលឺទីក្រុងខាងក្រៅនាងនិយាយតិចថានាងចង់ដឹងថាបរិះដែលគេធ្លាប់ហៅថាជាវីរៈបរិះរូបនេះមានគម្រោងដោះស្រាយរឿងទាំងអស់នេះយ៉ាងម៉េចស្របពេលនោះឯកសាររបស់គាត់គឺនៅលើតុរបស់នាងហើយនៅក្បែរនោះមានរូបថតដ៏អាចកំបាំងមួយសន្លឹក អ្វីមួយយ៉ាងទាក់ទងនឹងវាហាក់ដូចជាមានសារៈសំខាន់ណាស់ព្រឹកបន្ទាប់ត្រឡប់មកការិយាល័យវិញ MG កំពុងតែខិតខំទេទៅក្រុមហ៊ុនមួយហើយមួយទៀតដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែរាល់ការទូរស័ព្ទទាំងអស់សុទ្ធតែចប់ដូចគ្នាគេបដិសេធពេញអស់ហើយនឹងគ្មានផ្លូវដឹកជញ្ជូនទេពេលនាងដាក់ទូរស័ព្ទចុះភ្លាមភាពហត់នឿយក៏ស្តែងឡើងលឿទឹកមុខនាងតែម្ដង មើលទៅការវិភាគដឹកជញ្ជូនគឺពេញអសរយៈ21ខែទៅមុខតែវាមិនគួរអាក្រក់ដល់ថ្នាក់នេះហេមីស្រាប់តែចាប់អារម្មណ៍ថាទុករបស់គាត់គឺតទេសាទ នោះកាន់តែធ្វើឲ្យនាងខឹងថែមទៀតជាលើកទី1ជួងជីវិតដែលនាងពិតជាមានអារម្មណ៍ថាពួកគេមិនអាចសំបីតែចាប់ផ្ដើមជំហានដំបូងដើម្បីដោះស្រាយបញ្ហាដ៏មហន្តរាយនេះចំណែកឯអ្នកគ្រប់គ្រងឃីមក៏ឆ្ងល់ដែរថាខ្វាន់បាត់ក្បាលទៅណាបន្ទាប់ពីបង្កើតភាពវឹកវរអស់ទាំងនេះរួចបន្ទាប់មកគាត់ក៏ប្រាប់រឿងមួយខ្វាន់បានទេមកមុននេះដោយអះអាងថាគាត់រកឃើញវិធីសាស្ត្រថ្មីស្រឡំមួយដើម្បីផ្លាក់ទីម៉ូតូទាំងនោះមើលទៅគាត់មានកន្លែងសំខាន់ឬទៅសិនវិធីថ្មីអីទៅមីធ្វើមុខលេងឡងឈានចូលដល់ឈុតបន្តតំបន់ឧស្សាហកម្មដ៏គួរឲ្យសង្ស័យមួយដោយក្នុងរឿងកនអក្រិតកម្មចិនបរិមនក្សរយ៉ាងខ្លាំងដោយនិយាយថាគាត់មិននឹកស្មានថានឹងទទួលបានដំណឹងពីពួកគេលៀនយ៉ាងនេះទេមើលទៅគាត់ហាក់ដូចជារំភើបដល់ថ្នាក់ស្រក់ទឹកភ្នែកទៅហើយឈរនៅទីនោះគឺខ្វាន់ជាមួយអ្នកជិះម៉ូតូសក់ពណ៌លឿងអាសក់លឿងបញ្យល់យ៉ាងមានមោទនភាពថាក្នុងចំណោមមនុស្សដែលវាស្គាល់ទាំងអស់មើលទៅគាត់គឺជាមនុស្សឆ្កួតតែម្នាក់គត់ដែលមានលុយហើយងប់ងល់នឹងម៉ូតូអ្នកនឹងខ្ញុំឆ្មាស់ជាគិតដូចគ្នាក្មេងនេះយល់ខុសធំហើយថែមទាំងសួរយ៉ាងរំភើបថាតើនេះមានន័យថាគេខ្លាចជាដៃស្ដាំរបស់វីរបុរសគួងហូមែនទេគាត់ក៏គំតិចការស្រមោលស្រមៃនោះចោលភ្លាមជប់ព្យាយាមស្វែងរកការទទួលស្គាល់ទៅហើយរស់នៅជីវិតខ្លួនឯងចោះគាត់ទើបតែផ្ដល់ការជួយចាប់ផ្លូវចិត្តឲ្យអាលិតនោះមួយទំហឹងតែម្ដងបន្ទាប់មកខ្វាន់ពន្យល់យ៉ាងស្ងប់ស្ងាត់ថាគាត់មិនដែលចាត់ទុកគេជាកូនចៅនោះទេតាំងពីដំបូងមកគាត់ហៅគេមកព្រោះគាត់ពិតជាត្រូវការគេពេលឮបែបនេះអាសក់លឿងឡើងវង្វេងត្រូវការគេខ្វាន់ពន្យល់យ៉ាងត្រជាក់ល្ហឹមថាបើវាគ្មានប្រយោជន៍ទេគាត់នឹងបោះបង់វាចោលភ្លាមមិនខានប៉ុន្តែយ៉ាងណាក៏ដោយសម្ដីនោះបែរជាធ្វើឲ្យអាសក់លឿងកាន់តែសប្បាយចិត្តទៅវិញក្នុងក្បាលរបស់វាទើបតែដំឡើងឋានៈខ្លួនឯងពីកូនចៅធម្មតាទៅជាសហការីដ៏គួរឲ្យទុកចិត្តដោយណែនាំខ្លួនថាឈ្មោះហាន់ជុងជីវាស្បត់ដោយមោទនភាពថានឹងស្មោះត្រង់ជួយគុំត្រូមេរបស់វាចាប់ពីពេលនេះទៅការសម័យរបស់អាមួយនេះរត់លឿនជាងសេវា Wi-Fi នៅកូរ៉េទៅទៀតកំពុងតែនិយាយគ្នាពួកគេក៏បានមកដល់កន្លែងមួយដែលមើលទៅដូចជាយានដ្ឋានរបស់បងចៅទីតាំងទាំងមួយមើលទៅដឹងតែរងចាំប៉ូលីសជោគឆៃឆេតែម្ដងគាត់សម្លឹងមើលជុំវិញទាំងភ័យហើយសួរថាតើពួកគេពិតជាមកទិញម៉ូតូនៅកន្លែងកន្ត្រាំងបែបនេះមែនហាន់ក៏បញ្ជាក់ប្រាប់ថាអាសយដ្ឋាននេះគឺត្រឹមត្រូវហើយមើលទៅមនុស្សនៅទីនេះទិញអ្វីៗគ្រប់យ៉ាងក្នុងបរិមាណច្រើនពេលពួកគេដាក់ចូលទៅខាងក្នុងបីចែការក៏ប្រាជាគ្រោះថ្នាក់ភ្លាម កន្លែងនេះពោពេញទៅដោយកម្មករមុខមាត់កាសាហាវតែមើលទៅដូចជាធ្លាប់ជាប់ទោសពីបទឆោបបោកពុនយ៉ាងហោចណាស់ក៏បីប្រទេសដែរបុរសខ្លះកំពុងចាក់វត្ថុរាវដ៏អាថាកំបាំងចូលទៅក្នុងធុងដ៏ធំសម្បើមនឹងនិយាយតាមត្រង់វាសឹងតែមិនដូចកន្លែងរកស៊ីទេតែមើលទៅដូចជាទូគេកំពុងលាក់សាកសពសង្សារចាស់ក្នុងធុងអាស៊ីតអញ្ចឹងគ្រប់គ្នាសម្លឹងមើលគន់និងហានដោយក្រសែភ្នែកអារីភាពបន្ទាប់មកឈុតនេះក៏បង្ហាញឲ្យឃើញមេកែវដែលកំពុងអង្គុយហូបមីនិងការីយ៉ាងរំភើយដូចជាមេម៉ាហ្វីយ៉ាធនថៅអញ្ចឹងតាយើងគិតយ៉ាងណាដែរចំពោះរឿងនេះគាត់ប្រាប់ពួកគេកុំអោយអៀនហើយគ្រាន់តែនិយាយមកថាតាចង់លក់អ្វីចាប់ដើមរឿងដល់កក្រើកនេះទាំងអស់គ្នាខ្វាន់ខ្សឹបសួរហាន់ថាពួកនេះជាអ្នកណាព្រោះមើលទៅដូចជាមុខសញ្ញាដែលប៉ូលីសអន្តរជាតិអិនធពលកំពុងតាមឆាប់អញ្ចឹងហាន់ឆ្លើយទាំងអឹមអៀមថាខ្លួនក៏មិនសូវដឹងច្បាស់ដែរ
តាមពិតគឺមានពួកឈ្មោះលក់ឡានមួយទឹកជាអ្នកណែនាំឲ្យស្គាល់ពួកនេះគេដឹងត្រឹមថាពួកនេះជាក្រុមទទួលទិញអីវ៉ាន់គ្រាន់តែលឺពាក្យនេះភ្លាមខន់ចាប់ផ្ដើមព្រួយបារម្ភយ៉ាងខ្លាំងតែម្ដងបន្ទាប់មកគេក៏សួរសំណួរដ៏ចាក់ដោតមួយបើពួកនេះទិញម៉ូតូទាំងអស់ហ្នឹងតើបំរុងយកទៅលក់បន្តឲ្យនរណាគេ ហាន់ឆ្លើយទាំងប្រងើយកន្ទួយប្រហែលជាលក់ឲ្យពលករខុសច្បាប់ឬក៏ក្មេងៗមិនទាន់គ្រប់អាយុ មនុស្សជាច្រើនដែលចង់បានជីវិតរុងរឿងនៅកូរ៉េត្រូវការម៉ូតូដែលមិនសួរនាំច្រើនគេថែមទាំងនិយាយដល់ពួកក្មេងស្ទាវដែលចូលចិត្តជិះម៉ូតូអស្លាកលេខទៀតផងគ្រាន់តែលើបែបនេះភ្លាមគួនបាច់យកពុនគ្របពូតអាចឈួតឯងនេះពិតជាឡប់មែនមិនប្រាប់តាំងពីដំបូងមកមិនតនិយាយចប់ផងមេធំក៏កាត់កងសួរថាមានរឿងអីគួរឲ្យអស់សំណោចម្លេះស្ដាប់ទៅដូចជាចាប់អារម្មណ៍ខ្លាំងណាស់ហាន់បញ្ញាផ្ទោប្រធានបទហើយរុញការចាទៅមុខក្រុងតែប្រាប់ថាចង់លក់ម៉ូតូចំនួន500គ្រឿងភ្លាមអ្នកគ្រប់គ្នានៅទីនោះក៏ងាកមកសម្លឹងមើលពួកគេព្រមគ្នាមេធំម្នាក់នោះក៏ផ្ទុះសំណោយឡើងភ្លាមតែម្ដងយ៉ាងណាមិញពួកគេរីករាយនឹងមកយកទាំងកោមុខរបរកាន់តែត្រូវបាននៅពេលសេដ្ឋកិច្ចធ្លាក់ចុះព្រោះក្មេងៗសម័យនេះភាគច្រើនស្អប់ការទទួលខុសត្រូវបន្ទាប់មកគេសើចឡើងដូចមនុស្សឈួតហើយនិយាយថាមនុស្សគ្រប់គ្នាត្រូវការកន្លែងរត់គេចពីការទទួលខុសត្រូវហើយបើសិនជាពួកគេត្រូវការគេនឹងជួយរៀបចំឲ្យក្រុងតម្លៃថោកសមរម្យហានភ័យស្លន់ស្លោភ្លាមតែអរគុណឃ្លាមញ៉ាំថ្នាំពោរួចហើយអាប់អូនេះគិតថាតាអែលម្នាក់នេះកំពុងបពួលគេទៅកន្លែងផ្ដេសផ្ដាសហើយតែមុននឹងនិយាយបន្តខ្វាន់ស្រាប់តែក្រោកឈរឡើងយើងទៅវិញហើយគ្រប់គ្នាធ្វើមុខឡើងឥឡូវចាំមើលច្បាស់ណាខ្វាន់និយាយយ៉ាងស្ងប់ស្ងាត់ថាពួកយ៉ាងលែងលក់ម៉ូតូទាំងនេះទៀតហើយហាន់ស្ទើរតែឆ្លុកទឹកមាត់អញកំពុងតែនិយាយឈួតអីហ្នឹងនេះមិនមែនជាផានការយើងទេអីប៉ុន្តែគួនឆ្លើយតបយ៉ាងដាច់អហង្ការថាមិនអាចទៅរួចទេដែលសុកចិត្តលក់ម៉ូតូទាំងនេះដើម្បីយកទៅបម្រើឲ្យអំពើអ ுக ្រិតកម្មទៅថ្ងៃក្រោយនោះក្រុមហ៊ុនសាំជីនមិនមែនចងាប់ផ្គត់ផ្គង់ឲ្យក្រុមអ ுக ្រិតជនឡើយគ្រាន់តែឮពាក្យថាអ ுக ្រិតកម្មភ្លាមទឹកមុខរបស់មេធំប្រែប្រួលទាំងស្រុងតែខ្វាន់នៅតែបន្តនិយាយគ្មានខ្លាចញញើត្រចះស្រេបគេមិនព្រមឲ្យគេប្រមាថក្រុមហ៊ុនសាំជីនបែបនេះឡើយហានប្រញាប់ទាញគេមកក្បែរអង្វរឲ្យគេគិតម្ដងទៀតខំប្រឹងរៀបចំយូរហើយចុងក្រោយគួនបែរជាដោះខ្លួនវិញហើយនិយាយតាមត្រង់ទៅទោះជានាំចេញទៅក្រៅប្រទេសក៏គង់តែត្រូវគេយកទៅប្រព្រឹត្តរឿងខុសច្បាប់ដែរនឹងហានអង្វរឲ្យគេគិតឲ្យច្បាស់ព្រោះបើការចរចានេះរលាយពួកគេនឹងអស់ផ្លូវដែរហើយតែមុនពេលខ្វាន់អាចឆ្លើយមេធំក៏កាត់សម្ដីម្ដងទៀតរឿងរកស៊ីវាអញ្ចឹងហើយតែងតែមានការខកខានបន្ទាប់មកបារីយ៉ាកាសក៏ប្រែជាអាប់អួរភ្លាមមិនធ្លាប់លឺទេអីពេលវេលាគេជាមាសប្រាក់ពេញមួយបន្ទប់ប្រែប្រួលមួយរំពេចមេធំសួរថាតើពួកគេមានគម្រោងសងជំងឺចិត្តយ៉ាងម៉េចចំពោះការខាត់បងពេលវេលាដ៏មានតម្លៃរបស់គេរួចគេក៏ហៅពួកគេថាជាកូនជ្រូកមាសហើយបញ្ជាឲ្យកូនចៅត្រៀមខ្លួនឃើញសភាពការមិនស្រួលខ្វាន់ក៏ស្នើឡើងយ៉ាងស្ងប់ស្ងាត់ថាគួរតែបញ្ចប់ត្រឹមនេះហើយបែកគ្នាដោយសន្តិវិធីតែនរណាដឹងថ្ងៃណាមួយពួកគេអាចនឹងមានឱកាសរកស៊ីជាមួយគ្នាល្អជាងនេះយើងទាំងពីរដឹងច្បាស់ថារឿងអាក្រក់នឹងកើតឡើងហើយព្រោះពួកគេត្រូវការឡងពាត់ប៉ុន្តែភ្លាមនោះហាន់ស្រាប់តែបោះជំហានមកមុខយ៉ាងរំភើបទុកកិច្ចការនេះឲ្យបងប្រុសជាអ្នកចាត់ការចោះបងនឹងបង្រៀនពួកវាឲ្យស្គាល់ភាសារបស់ពួកវារួចគេក៏ចង្អុលទៅគួនហើយស្រែកឡើងវោកវាក់ដោយអ្នកអត្ថាធិប្បាយខាងសង្វៀនគេឡាកាអ៊ីចឹងអាពូល្ងងអញដឹងតែថាមេរបស់អញជានរណាចាំប្រាប់ចុះនេះគឺគួនសឹងហូដ៏ល្បីបាញជាបុរសដែលបានកំទេចសម្ព័ន្ធភាពជាតិដោយប្រៅដៃតែម្ខាងប៉ុណ្ណោះប៉ុន្តែមិនតនិយាយចប់ផងស្រាប់តែមានសម្លេងបលឺឡើងពីក្រោយមិនក៏ម៉ូតូស្កូទ័រនេះបញ្ឆេអញ្ចឹងឆាប់ឆែកឡើងអានេះហាន់ឈោថ្មឹងងាកក្រោយយឺតក៏ដឹងថាខ្វាន់បានលួចចេញទៅក្រៅបាត់ទៅហើយកំពុងព្យាយាមបញ្ឆេម៉ូតូនៅជាច្រកទ្វារហាន់ធ្វើមុខដូចត្រូវគេក្បត់យ៉ាងចាស់ដៃអញកំពុងធ្វើស្អីនឹងហាពីខាងក្រៅមកខ្វាន់រំលឹកយ៉ាងស្ងប់ស្ងាត់ថាគេត្រឹមតែជាបុគ្គលិកការិយាល័យម្នាក់ប៉ុណ្ណោះហើយឥឡូវក៏កំពុងស្ថិតក្នុងម៉ាំងធ្វើការទៀតគេមកទីនេះដើម្បីលក់អីវ៉ាន់មិនមែនមកឡោះឆ្លុះប្រម៉ូការចោតប្រកាន់ដោយសន្សំកាត Pokémon នោះទេបើសិនជាហានមិនបង្ញាប់ទេគេនឹងជីចៅឥឡូវឡើយគ្រាន់តែខ្វាន់និយាយចប់ភ្លាមព្រលឹងរបស់ហានស្ទើរតែហោះចេញពីខ្លួនទៅហើយព្រោះពួកក្មេងទំនើងកំពុងតែរត់សម្រុកសម្ដៅមករកគេមេធំស្រែកបញ្ជាភ្លាមថាសម្រាប់ពួកវាទៅហាន់ក៏ផ្ដាំបោយរួចជីវិតភ្លាមតែម្ដងខេងក៏ទៅដែរពេលកំពុងរត់គេចហាន់ស្រាប់តែសួរសំណួរដ៏សំខាន់មួយបើពួកយើងមិនលក់ម៉ូតូទាំងនេះទេចុះតើឲ្យយើងត្រូវធ្វើយ៉ាងម៉េចទៅឥឡូវដើមមិនស្តាក់ស្ទើរខ្វាន់ឆ្លើយតបថាជីវាទៅភ្លាមនោះខ្វាន់ក៏ឈប់រត់រួចញាក់ក្រោយយ៉ាងស្ងាត់ហើយដើរសម្ដៅទៅរកពួកក្មេងទំនើងនោះវិញសូម្បីតែហានក៏ភ្ញាក់ផ្អើលដែរខណៈពេលនោះកូនចៅរបស់មេធំបានសម្រុកចូលវាយគេដោយបំពង់ទាបកណ្ដាប់ដៃនិងអាវុធ
តែវាមិនជាបញ្ហាឡើយ កូនកិច្ចពីការវាយប្រហារទាំងអស់យ៉ាងងាយស្រួលទាំងដាវតែមុខយ៉ាងសង្ហាមេធំយកដៃទៅដាក់លើម៉ូតូមួយគ្រឿងដែលពួកគេបានយកមកដោយរឹកវាអួនអាងរួចញញឹមជុំមាត់ហើយនិយាយថាបងប្អូនមិនគួរបោះបង់តំណែងចោលទេប៉ុន្តែភ្លាមនោះសំឡេងរបស់ខួនក៏បន្លឺឡើងកាត់គេកុំប៉ះវាមេធំទៅតាំងងាកក្រោយមិនទាន់ស្រួលបួលផងក៏ផាំងចាំទុកណាកំលេងសើជាមួយទេគួនហត់ទាត់កណ្ដាលមុខយ៉ាងចាស់ដៃអញធ្វើឲ្យវាប្រឡាក់ហើយមេធំហោះខ្ទាតទៅក្រោយយ៉ាងឆ្ងាយ គ្រប់គ្នាកាំងថ្មឹងសូម្បីតែហាន់ក៏មើលទៅភ័យតក់ស្លុកដៃបន្ទាប់មកខាន់សំក៏ឃើញស្នាមរៀមដៃលើម៉ូតូ ពេលកំពុងជូតវាឲ្យស្អាតដោយស្ងប់ស្ងាត់គេនិយាយយ៉ាងរំភើយថាគេនឹងចាត់ទុកថារួចគ្នាដោយសារតែការប៉ះដ៏កខ្វក់មួយនោះ តោះពួកយើងមកមើលឈុតនេះបុរសម្នាក់នេះឲ្យតម្លៃភាពស្អាតរបស់ម៉ូតូជាងជីវិតមនុស្សទៅទៀតឈុតបន្ទាប់ហាន់បាក់ម៉ូតូឯខ្វាន់អង្គុយពីកៅយខុននិយាយចំថាមុននេះហាន់ច្បាស់ជាចង់បបងគេចោលហើយរត់គេតាឯងហាន់ភញាប់បដិសេធភ្លាមតែម្ដងមើលទៅគេជាមនុស្សដែលរស់នឹងស្លាប់ដងពីភាពស្មោះត្រង់ជឿចាស់សម្លាញ់សភាវគតិរស់រៀនបាត់លើខ្លាំងជាងសម្លេងម៉ាស៊ីនម៉ូតូទៅទៀត ទីបំផុតខុនសួរដេញដោវនៅសំណួរសំខាន់មួយតើពួកគេនឹងធ្វើអ្វីជាមួយម៉ូតូទាំងនេះទៅ ហាន់ទទួលស្គាល់ទាំងអៀនខ្មាថាប្រហែលជាពួកគេគួរតែលុកវាចោលទៅគ្រាន់តែលឺសំដីនោះភ្លាមខ្វាន់ស្ទាយក្រោយផ្លែតទៅនាំគេមកជាមួយប៉ុន្តែស្រាប់តែហាន់សតឡើងហើយសារភាពថាគេគ្រាន់តែនិយាយលេងទេការពិតគេសុខចិត្តខកខានការងារព្រោះគិតថានឹងបានចំណាយខ្លះពីការរកស៊ីនេះពេលនោះអ្នកដឹកជញ្ជូនម្នាក់បានជិះម៉ូតូកាត់ពួកគេក្នុងលក់បឿនយ៉ាងលឿនសាហាវទាំងពីរអ្នកមើលទៅភ្ញាក់ផ្អើលយ៉ាងខ្លាំងហាន់សម្លឹងមើលម៉ូតូដឹកជញ្ជូនរកមិនអស់លើដងផ្លូវហើយនិយាយតិចថាទាំងអស់នោះគឺជាលុយភ្លាមនោះគេក៏សុំការអនុញ្ញាតពីខ្វាន់ដើម្បីត្រឡប់ទៅធ្វើការវិញជីចុងក្រោយខ្វាន់សួរថាហាន់ពិតជាធ្វើការអ្វីឲ្យប្រកាសបានជារកលុយបានច្រើនសាហាវបែបនេះ ហាន់ឆ្លើយតបយ៉ាងសាមញ្ញថាធ្វើងាកដឹកជញ្ជូនខុនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងការងារដឹកជញ្ជូនបែបណាទៅដែលបានលុយច្រើនម្ល៉េះហាន់ប្រាប់គេដោយគោរពនៅការពិតដ៏សាហាវនេះជាមួយនឹងសមត្ថភាពរបស់គេអាចរកបានជាង10លានវ៉ុនក្នុងមួយខែយ៉ាងងាយស្រួលពីការងារដឹកជញ្ជូនគ្រាន់តែខុនឮតួលេខនោះភ្លាមសូម្បីតែគេក៏នៅគៀងដែរខ្ញុំដឹងថាអ្នកទាំងអស់គ្នាកំពុងគិតអី10លានវ៉ុនខំកំចាត់ក្មេងតំណែងរាប់ឆ្នាំទើបដឹងថាការងារដឹកជញ្ជូនជាមេកោយពិតប្រាកដ ឈុតបន្ទាប់ត្រឡប់មកក្រុមហ៊ុនពាណិជ្ជកម្មសាមជីនវិញអ្នកគ្រប់គ្រងគឹមនិងមីងជីកំពុងរកដំណោះស្រាយយ៉ាងអស់សង្ឃឹមខណៈនាយិកាអ៊ីជីនស្ដាប់យ៉ាងស្ងៀមស្ងាត់អ្នកគ្រប់គ្រងគឹមពន្យល់ថាពួកគេបានសាក់លបងគ្រប់មធ្យោបាយអស់ហើយប៉ុន្តែគ្មានអ្វីបានផលសោះទីផ្សារក្នុងស្រុកគឺចង្អៀតណាស់ទៅហើយផ្លូវដឹកជញ្ជូនទៅក្រៅប្រទេសត្រូវគេកក់ទុកវិញអស់រយៈពេលជិត1ឆ្នាំទៅមកអ្នកគ្រប់គ្រងគឹមសារភាពថាការដឹកជញ្ជូនម៉ូតូដោយខ្លួនឯងប្រហែលជាជំរឿដែលអាចទៅរួចបំផុតនៅពេលនេះហើយមីនជីស្នើថាប្រហែលជាពួកគួរតែសាក់លបងចរចាជាមួយអ្នកយកឆយម្ដងទៀតប៉ុន្តែមុនពេលការសន្ទនាបន្តទ្វារការិយាល័យក៏របើកឡើងភ្លាមយើងត្រឡប់មកវិញហើយខ្វាន់ដើរជន់មុខយ៉ាងរំភើយហើយអង្គុយនៅតុរបស់គេក្រានតាមីងជីឃើញទឹកមុខគេភីមនាងដឹងច្បាស់ថាមានរឿងអាក្រក់កើតឡើងហើយនិយាយតាមត្រង់ទៅការវាយដំអ្នកគ្រប់គ្រងការទូទាត់ប្រាក់វាមិនបានជួយដោះស្រាយបញ្ហាប៉ុន្មានទេបន្ទាប់មកអ៊ីជិនក៏សួរគេត្រង់ថាតើពិតជាគ្មានដំណោះស្រាយផ្សេងទៀតទេមែនទេការិយាល័យធ្លាក់ក្នុងភាពស្ងាត់ជ្រងំប៉ុន្តែបន្ទាប់មកខ្វាន់ឆ្លើយតបយ៉ាងស្ងប់ស្ងាត់ថាចុះបើពួកយើងប្រើវាដោយខ្លួនឯងវិញគ្រប់គ្នាមើលទៅពិតជាស័ព្ទសិនជំនួសឲ្យការលក់ម៉ូតូចោលពួកគេគួរតែប្រើវាដោយខ្លួនឯងតែម្ដងស្របពេលនោះខាន់នឹកឃើញពេលហាន់និយាយយ៉ាងរំភើបអំពីឧស្សាហកម្មដឹកជញ្ជូនមើលទៅចំនួនប្រចាំឆ្នាំនៃទីផ្សារដឹកជញ្ជូនគេមានចំនួនលើសពី4 trillion វ៉ុនឯណោះសូម្បីតែទីភ្នាក់ងារដឹកជញ្ជូនតែឯងក៏អាចរកចំណូលបានប្រហែល 1.5 trillion ក្នុងមួយឆ្នាំដែរវាអាចប្រៀបធៀបបានទៅនឹងក្រុមហ៊ុនធំៗដូចជា Naver, Webtoon ហើយទីភ្នាក់ងារដឹកជញ្ជូនពាក់កណ្ដាលនៅកូរ៉េសុទ្ធការប្រមូលផ្ដុំនៅជុំវិញសេអ៊ូនិងអ៊ីនឈុនក្នុងម៉ោងមួយម៉ាញឹកមានម៉ូតូដឹកជញ្ជូនច្រើនជាងរថយន្តផ្ទាល់នៅលើដងផ្លូវទៅទៀតឥឡូវអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ណាឈុតនេះហើយដែលកប់បំផុតថែនកាន់មួកសុវត្ថិភាពយ៉ាងជឿជាក់ហើយប្រកាសថាយើងមិនត្រឹមតែរកបាន 1000 លានវ៉ុនទេយើងនឹងរកបានជាង 10,000 លានវ៉ុនអ្នកគ្រប់គ្រងគឹមព្រាមានគេភ្លាមថាការបង្កើតអាជីវកម្មថ្មីទាំងស្រុងត្រឹមមួយយប់មិនមែនជារឿងដែលមនុស្សធម្មតាធ្វើនោះទេមានជីក៏រិះគន់គំនិតនេះដែរនេះមិនមែនជារឿងលេងសើចរបស់ក្មេងទេតានេះអាចហៅថាជាផែនការបានទេគេពន្យល់ថាគេមិនមែនកំពុងលេងសើចទេ
គេបានសិក្សាពីនិន្នាការអាជីវកម្មនៅបរទេសរួចហើយគេថែមទាំងបានជួបមនុស្សដែលអាចចាត់ចែងប្រតិបត្តិការនេះទៀតផងបន្ទាប់មកគេក៏រំលឹកអ៊ីជីនពីរឿងដ៏សំខាន់មួយ គឺនាងផ្ទាល់ហើយដែលប្រាប់ឲ្យពួកគេប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរហូតដល់ទីបញ្ចប់នោះ ដោយស្នាមញញឹមដ៏ជួយជាខ្វាន់និយាយចុងក្រោយថាពួកយើងទើបតែចាប់ផ្ដើមប៉ុណ្ណោះឈុតបន្ទាប់នាយិកាអ៊ីជីនឈរម្នាក់ឯងក្បែរបង្អួចការិយាល័យគិតយ៉ាងជ្រាលជ្រៅ ពន្លឺទីក្រុងជាជីវែនតារបស់នាងខណៈខួរក្បាលរបស់នាងចាប់ផ្ដើមធ្វើការវិភាគដោយអ្នកស៊ើបអង្កេតប្រចាំក្រុមហ៊ុន នាងគិតដែលស្ងៀមស្ងាត់ទោះបីជាមិនគិតពីចរិតខូខៅរបស់ឈុកជីនក៏ដោយក៏គេនៅតែជាអ្នកជំនួយម្នាក់ដែលគិតគូរពីប្រាក់ចំណេញនិងការខាតបង់រហូតដល់វួនចុងក្រោយដែរ ចុះហេតុអ្វីបានជាគេព្យាយាមតាំងខ្លួនជាសត្រូវជាមួយយើងសូម្បីតែត្រូវខាត់បងប្រយោជន៍ខ្លួនឯងក៏ដោយ បន្ទាប់មកនាងក៏នឹកឃើញរឿងសំខាន់មួយតាំងពីប្រធានឆយដួលសន្លប់មកកៅអីប្រធាននៅក្រុមហ៊ុនដឹកជញ្ជូនម៉ូជីននៅតែដំណេររហូតហើយសម្រាប់មនុស្សដូចជាឆាសូចិនដឹងដេពង្រឹងតំណែងរបស់ខ្លួនខននាមជាអ្នកស្នងតំណែងឲ្យបានរឹងមាំគេត្រូវការលទ្ធផលផ្លូវការមួយលទ្ធផលបែបណាដែលធ្វើឲ្យម្ចាស់ភាគហ៊ុនចាស់ចាប់ផ្ដើមញាប់ញ័រដោយក្តីគោរពតែនេះមានន័យថាប្រហែលជាមានអ្នកណាម្នាក់សន្យាផ្ដល់អ្វីដែលធំជាងនេះដើម្បីជាធ្នូនឹងការបំផ្លាញក្រុមហ៊ុនពាណិជ្ជកម្មសាំជីនហើយមានតែមនុស្សមួយប្រភេទប៉ុណ្ណោះដែលមានសមត្ថភាពផ្ដល់កិច្ចព្រមព្រៀងដ៏ធំបែបនេះអ្នកណាម្នាក់នៅក្នុងក្រុមហ៊ុនជាអ្នកមានអំណាចនិងជាមនុស្សដែលចង់ឃើញបេគីចិនបរាជ័យខ្លាំងបំផុត ទន្ទឹមនឹងនោះឈុតក៏បដូរភ្លាមបុរសម្នាក់កំពុងនិយាយទូរស័ព្ទយ៉ាងស្ងាត់ ហើយនេះជាជំនួបបញ្ចប់របស់ស្នាក់ទៅថ្ងៃនេះតែអ្នកទាំងអស់គ្នាត្រៀមខ្លួនសម្រាប់រឿងបន្តហើយឬនៅពីម្ខាងទៀតមានអ្នកសួរយ៉ាងត្រជាក់ថាតើគ្រប់យ៉ាងដំណើរការរលូនទេលោកស្រីចាប់ផ្ដើមមិនពេញចិត្តនឹងភាពយឺតយ៉ាវនេះទេ បុរសនោះតបយ៉ាងស្ងប់ស្ងាត់ថាកុំបារម្ភអ្នកនឹងលឺដំណឹងដែលនាងចង់បានឆាប់នេះបន្ទាប់មកគាត់ក៏ញញឹមជុំមាត់ទំនប់ដែលមិនអាចតបប្រហោងតូចមើលបានគឺគ្មានន័យអីត្រូវមានមុខងាកមកមើលយីជីនវិញនាងសម្លឹងយ៉ាងមុតស្រួយ និយាយមែនតួមានរឿងអីក៏គម្រោងនេះត្រូវតែជោគជ័យដែរឈុតបន្ទាប់គួនសម្លឹងមើលនរណាម្នាក់ដែលកំពុងឈរនៅពីមុខគាត់ ចាស់លោកជាអ្នកណាតោះតាមដានទាំងអស់គ្នាព្រោះនេះគឺជាបរមម៉ូតូសក់លឿងម្ចាស់តំណែងអ្នកអត់ការងារធ្វើដ៏ស្មោះត្រង់ គាត់ប្រញាប់ងើបឈរត្រង់ខ្លួនយ៉ាងមានមោទនភាពឃាមជាទីប្រឹក្សាឯករាជ្យហានបងរួចគាត់ក៏ផ្អើលបន្តិចយ៉ាងរំភើប ឈ្មោះអង់គ្លេសខ្ញុំគឺ Han Graham បងប្រុសតាំងនាមខ្លួនឯងដោយតួអាក្រក់ចាប់ពីពេលនេះទៅយើងនឹងហៅគាត់ថា Han តែម្ដង គួនសម្លឹងគាត់ស្ងាត់ត្រូវហើយហានមិនយូរប៉ុន្មានទេតែក្រោយពីនិយាយគ្នាលេងខ្ញុំក៏ដឹងរឿងមួយ លោកពិតជាមានប្រយោជន៍ជាងខ្ញុំគិតទៅទៀតហើយភាពមានប្រយោជន៍នេះអាចជួយក្រុមហ៊ុនអៀនបានគ្រាន់តែហានលឺបែបនេះភ្នែកគាត់ចាប់ផ្ដើមភ្លីភ្លាមខ្ញុំមានប្រយោជន៍សម្រាប់ចៅហ្វាយគួនដាក់ដៃលើស្មាគាត់ថ្ងៃស្អែកមកក្រុមហ៊ុនក្នុងនាមជាទីប្រឹក្សាផ្នែកដឹកជញ្ជូនចោះហើយស្លៀកពាក់ឲ្យបានសមរម្យផងកុំឲ្យគេមើលងាយបាន ហាងគោរពភ្លាមបាទចាហ្វាយឈុតបន្ទាត់ក្រុមហ៊ុនពាណិជ្ជកម្មសាំជីន បុគ្គលិកស្រាប់តែសម្លឹងមើលទៅច្រករបៀងដោយក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំងមានអ្នកកំពុងដើរមកហើយមើលតាមទឹកមុខអ្នកគ្រប់គ្នាវាមិនដូចជាទីប្រឹក្សាទេតែប្រៀបដូចជាមេធំគ្រឿងរឿងម៉ាហ្វីយ៉ារដូវកាលទី3អញ្ចឹង ក្នុងបន្ទប់ប្រជុំគួនមីអ្នកគ្រប់គ្រងគីមនិងយីជីនកំពុងរងចាំគួននិយាយយ៉ាងជឿជាក់ថាពួកគេច្បាស់ជាភ្ញាក់ផ្អើល មីចាប់ដើមភ័យភ្លាមលោកអួតជ្រុលពេកហើយដឹងអ្នកគ្រប់គ្រងគីមនិយាយស្ងាត់ៗថាចាំមើលទៅដឹងហើយថាអស្ចារ្យឬគួរឲ្យខកចិត្តគួនញញឹមយ៉ាងជឿជាក់ញាក់នឹងមិនខកចិត្តទេ យីជីនសួរថាពេលណាទីប្រឹក្សាលាក់មុខនោះមកដល់ពេលនោះក៏មានសម្លេងកោះទ្វារគួនញញឹមស្ដាប់ទៅដូចជាគាត់មកដល់ហើយ ដើរទៅទ្វារយ៉ាងជឿជាក់ឥឡូវចាំមើលណាអ្នកនឹងខ្ញុំច្បាស់ជាមិនទាន់ត្រៀមខ្លួនសម្រាប់ឈុតនេះទេសូមណែនាំទីប្រឹក្សាដឹកជញ្ជូនហានហ្គីគាត់បើកទ្វារឲ្យគាំងថ្មឹងភ្លាមអ្នកផ្សេងទៀតក៏ដូចគ្នាហានបង្ហាញខ្លួនក្នុងសម្លេបំពាតដូចសមាជិកយ៉ាគូសាបែកបិទអោធំខ្មៅខ្សែមាសម៉ូតសក់កាច់ស្ទាយបែបនៅដើរទាបំណុលនិងជួនកាលកាត់ក្រលៀនគេយកទៅលោកព្រលឹងគួនស្ទើរតែហុកចេញពីខ្លួនអ្នកគ្រប់គ្រងគឹមធ្វើមុខចង់ខ្យល់គោចំណែកហានអោនក្បាលយ៉ាងមានមោទនភាពរីករាយដែលបានស្គាល់ខ្ញុំជាទីប្រឹក្សាជំនាញដឹកជញ្ជូនហានប៊ុងគីហើយគាត់ក៏កែតម្រូវភ្លាមទេលោកហានក្រាមឃីមទន្ទឹងរង់ចាំធ្វើការជាមួយអ្នកគាត់ហ៊ាននិយាយឈ្មោះនេះមែនភ្លាមនោះគួនក៏ស្ទុះទៅចាប់ក៏អោហានតែម្ដងហេតុអីបានជាអញស្លៀកពាក់ដូចយ៉ាគូសាអញ្ចឹងឃីមប្រាប់ឲ្យស្លៀកពាក់ធម្មតាតោះហានធ្វើមុខឆ្ងល់យ៉ាងខ្លាំងលោកប្រាប់ថាស្លៀកអីកុំឲ្យគេមើលងាយបាននោះអីគួនចាប់ដានចង់ឈួតហើយឥឡូវងងឃីមមិនមែនមានន័យអញ្ចឹងទេតែមុនពេលរឿងរៀលដាល់សំឡេងត្រជាក់មួយក៏បន្លឺឡើង
កួនគ្រប់គ្នាកាំងថ្មឹងគឺនាយិកាយេជីននាងសម្លឹងមើលទៅហានយឺតនោះជានរ៉ាគេសំបីតែកួនក៏ចាប់ផ្ដើមភ័យស្លឿនស្លោដែរគាត់ជាទីប្រឹក្សាអ្នកខ្ញុំបានប្រាប់ឈុតបន្ទាប់ហានឈរយ៉ាងអៀនខ្មាស់នៅក្រោយបន្ទប់ប្រជុំខណៈដែលអ្នកនៅខាងក្នុងកំពុងតែស្ដីបន្ទោសគួនឡើងចាស់ដៃយីជីនញីថ្ងៃនាងលោកថានាំទីប្រឹក្សាមកមិនមែនអ្នកទីបំណុលទេអ្នកគ្រប់គ្រងគីមធ្វើមុខខកចិត្តយ៉ាងខ្លាំងមិនក៏លើកយកមនុស្សបែបនេះចូលក្នុងគម្រោងដែលអនាគតយើងពឹងអាចលើអ៊ីចឹងគួនព្យាយាមការពារខ្លួនឯងយ៉ាងអស់សង្ឃឹមកុំខ្វល់ពីរឿងសម្លៀកបំពាក់គាត់ពិតជាអ្នកជំនាញមែនសុំស្ដាប់គាត់សិនទៅប៉ុន្តែអ្នកគ្រប់គ្រងគីមមើលទៅពិតជាខកចិត្តណាស់មីនីចូលរួមបន្តភ្លាមគីមរវល់ចង់ឈួតទៅហើយឥឡូវលោកមកបង្កើតបញ្ហាបន្ថែមទៀតចំណែកអ៊ីជីនចាប់ក្បាលយ៉ាងឈឺចាប់អ្នកក៏យល់អារម្មណ៍នាងដែរមែនទេកម្រិត stress របស់នាងពេលនេះគឺឡើងដល់កម្ពស់ទៅហើយប៉ុន្តែស្រាប់តែនាងនិយាយឡើងឲ្យគាត់ចូលមកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងយីជីនពន្យល់យ៉ាងស្ងប់ស្ងាត់ថាទុកភ្ញៀវនៅក្រៅគឺមិនសមរម្យទេម្យ៉ាងទៀតកូនជាអ្នកណែនាំគាត់ច្បាស់ជាមានហេតុផលហើយរួចញ៉ាំប្រាប់ឲ្យគ្រប់គ្នារៀបចំឯកសារប្រជុំសម្រាប់ភ្ញៀវបន្ទប់ទាំងមូលស្ងាត់ជ្រងំពិតមែននាងច្បាស់ជាមនុស្សឆ្លាតបំផុតនៅទីនេះហើយឈុតបន្ទាប់គ្រប់គ្នាអង្គុយក្នុងបន្ទប់ប្រជុំហានអង្គុយអ៊ីនព្យាយាមធ្វើខ្លួនកុំឲ្យមើលទៅដូចជាពួកអ្នករត់ពន្ធសេរីរាង្គខុសច្បាប់យាយជីនសួរយ៉ាងគួរសមថាតើនាងអាចហៅកត់ត្រឹមលោកហានប៊ុងហ្គីបានដែរឬទេហានងក់បាភ្លាមបន្ទាប់មកការប្រជុំក៏ចាប់ដើមជាផ្លូវការមីចាប់ដើមបញ្យល់ពីរចនាសម្ព័ន្ធអាជីវកម្មការចំណាយតម្រូវការតំបន់ការវិភាគគូប្រជែងនិងប្រព័ន្ធជួលនានាមើលទៅការប្រើម៉ូតូដែលមានស្រាប់របស់សាំជីនសម្រាប់ជួលគឺល្អបំផុតហើយដោយសារការដឹកជញ្ជូនងាយស្រួលធ្វើការជ្រើសរើសបុគ្គលិកមិនគួរពិបាកទេប៉ុន្តែស្រាប់តែហានកាត់សម្ដីនាងចំណុចនោះនឹងពិបាកហើយគ្រប់គ្នាផ្អាកមីសួរដោយស្ងាត់ថាតើគាត់មានន័យយ៉ាងម៉េចហានចាប់ដើមបញ្យល់មួយភ័ក្ររបស់គាត់ម្នាក់ដឹកដល់តែ2ដងប៉ុណ្ណោះក្នុង1ម៉ោងចំណែកឪពុកពូម៉ាយម្នាក់ទៀតដឹកបានដល់ទៅ7ដងខឹងពេលតែមួយសម្រាប់ការងារនេះផ្នែកគំនិតសំខាន់ណាស់ការរកអ្នកជំនាញពិតប្រាកដគឺពិបាកណាស់ជឿខ្ញុំចោះអ្នកនឹងខ្ញុំនឹងឃើញគាត់បញ្ចេញសមត្ថភាពពិតឆាប់នេះពិតណាស់ការចាប់ផ្ដើមគឺងាយស្រួលណាស់តោះចាប់ផ្ដើមមើលទាំងអស់គ្នាផ្លូវឥឡូវពូពៀនដល់មនុស្សស្គួតញាក់ជីបំពេញភ្លើងក្រហមឆ្លោះជាមួយភ្ញៀវឬលួចម្ហូបពេលឃ្លាននិយាយត្រង់ចោះញាក់ដឹកជញ្ជូននេះចាត់ទុកច្បាប់ចរាចរណ៍ដូចជាជំរឿបន្តបន្សំចឹងហានបញ្យល់ថាពេលមានគ្រោះថ្នាក់ទាំងញាក់ជីនិងក្រុមហ៊ុនតែងតែធ្វើប្រងើយហើយនិយាយថាចង់ប្តឹងក៏ប្តឹងទៅជាក់ស្ដែងនោះគឺជាទម្លាប់ក្នុងឧស្សាហកម្មនេះហើយពេលនេះភ្នាក់ងារដឹកជញ្ជូនក្រោមឈ្មោះសាំជីនចង់មកគ្រប់គ្រងមនុស្សដែលពិបាកស្មានទាំងនោះក្រុមទាំងមូលស្ងាត់ស្ងៀមស្ដាប់យ៉ាងយកចិត្តទុកដាក់ស្របពេលនោះទិដ្ឋភាពក៏បានផ្លាស់ប្ដូរភ្លាមបរិសម្នាក់លើកកែវស្រាឡើងព្រមទាំងនិយាយយ៉ាងរលូនផលប្រយោជន៍រួមចិត្តតែមួយឈានទៅមកទាំងអស់គ្នាមើលទៅគាត់គិតថាពាក្យនេះពិតជាស័ក្តិសមនឹងតំណែងតំណងរបស់ពួកគេពេលនេះណាបរិនេះគឺជានាយកក្រុមហ៊ុនពាណិជ្ជកម្មសាំជីនឈ្មោះហាន់ស៊ីយ៉ាងហើយអ្នកដែលអង្គុយទៅមកគាត់គឺនាយកឆយនាយកហានសួរថាឆយយកព្រមឬអប់ឆយក្រេបស្រ័យយ៉ាងប្រងើយមិនបែកមានចិត្តតែមួយទេមនុស្សសម័យនេះស្អប់សម្ដីផ្អែមល្ហែមណាស់រួចគាត់ក៏ញញឹមជុំមាត់បន្តិចញ៉ាំងទៀតការលូកដៃចូលរឿងចំនួនគ្រួសារអ្នកដតីវាមិនស្រួលទេដែលនេះច្បាស់ណាស់ថាសំដៅដល់រឿងហេតុនៅការិយាល័យមុននេះនាយកហានញញឹមទោះយ៉ាងណាការសម្ដែងអ្នកពិតជាឲ្យចាមែនខ្ញុំមិននឹកស្មានថាលោកទាល់នឹងចេញមុខនោះទេឆយក្រវីស្មែចាត់ទុកថាជាការចង់ដឹងចង់ឃើញចោះយ៉ាងណាក៏ដោយខ្ញុំបានធ្វើតាមការសន្យារួចហើយនាយកហានក៏បញ្យល់យ៉ាងស្ងប់ស្ងាត់ពួកគេនឹងសង្រការខូចខាតពីការពញាពេលដឹកជញ្ជូនហើយក្រុមលក់របស់សាំជីននឹងទទួលបានសិទ្ធិផ្នែកមុខលើកិច្ចសន្យាដឹកជញ្ជូនក្នុងឆ្នាំនេះឈរញញញចង់ណាស់ចាំមើលឲ្យច្បាស់ណាលោកនៅតែបានកិច្ចសន្យាទាំងនោះទោះបីជាបែកយាយជីនឃ្លីកជួក៏ដោយនាងនៅតែត្រកូលបែកជាខ្សែស្រឡាយរាជវង្សដដែលនាយកហានសើតិចនាយកឆយតើលោកដឹងទេថាមានត្រកូលបែកប្រមាណណានៅសាំជីនខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលធ្វើការឲ្យក្រុមហ៊ុនប៉ុណ្ណោះត្រឹមប៉ុណ្្នឹងឯងក្រុមហ៊ុននេះឲ្យតម្លៃលើលទ្ធផលការងារសម្រាប់អនាគតមិនមែនសាច់ឈាមពីអតីតកាលទេបន្ទាប់មកបុរសទាំងពីរក៏ទង្គិចកែវគ្នានាយកហានញញឹមជាមួយនឹងជំរើសនេះតុល្យភាពរបស់ក្រុមហ៊ុនមូជីននឹងធ្លាក់មកខាងលោកទាំងស្រុងប៉ុន្តែឆយក្រវីក្បាលនៅទេតើតែលោកបន្តជួយខៀមសិនភ្លាមនោះនាយកហានស្រាប់តែនឹកឃើញរឿងគួរឲ្យអស់សំណើចមួយ
ជាក់ស្ដែងបែកយាយជីនបានបង្កើតក្រុមការងារមួយដើម្បីប្រែក្លាយម៉ូតូដែលនៅសល់ទៅជាអាជីវកម្មដឹកជញ្ជូនហើយមើលទៅមូជីនក៏ចាប់អារម្មណ៍លើទីផ្សារដឹកជញ្ជូននេះដែរពេលឮបែបនេះឆយស្ងាត់មួយផ្លេតរួចក៏ផ្ទុះសំណៅយ៉ាងខ្លាំងគ្រាន់តែមានម៉ូតូវាមិនបាននៅអ៊អទិដ្ឋភាពក៏បានប្រូមកវិញលោកអ្នកកំពុងគិតដូចខ្ញុំមែនទេហានកំពុងសរសេរលើក្តារខៀនព្រមទាំងបញ្ជូលយ៉ាងម៉ឺងម៉ាត់ថាមើលពីក្រៅអាជីវកម្មដឹកជញ្ជូនហាក់ដូចជាងាយស្រួលប៉ុន្តែបើស៊ីចម្រៅវាគឺជារឿងដ៏ឆ្កួតលីលាបំផុតស្របពេលជាមួយគ្នានោះសំឡេងរបស់ឆយក៏បន្លឺឡើងត្រួតពីទិដ្ឋភាពមុនវាពិតជាភាពវឹកវរជាកន្លែងដែលមនុស្សបំពេញច្បាប់យ៉ាងព្រងើយកំពុងគ្រប់គ្រងដងផ្លូវហានបន្តបញ្យល់ថាភ្នាក់ងារគូប្រជែងការដណ្ដើមទឹកដីនិងការគម្រាមកំហែងញាក់ចំណូលថ្មីជាក់ស្ដែងការធ្វើបាបក្រុមហ៊ុនថ្មីគឺជាទម្លាប់ទៅហើយចំណែកឯឆយវិញក៏ចំអកបន្ថែមទៀតលោកគិតថាការប្រមូលអាជីត្រឹមត្រូវវាងាយស្រួលមែនទេពួកគេថែមទាំងជួលក្មេងមិនតាន់គ្រប់អាយុនិងគ្មានអាជ្ញាប័ណ្ណដើម្បីរស់រានមានជីវិតហើយទោះបីជាពួកគេប្រមូលមនុស្សបានតើលោកគិតថាបែកជាជីនអាចគ្រប់គ្រងពួកគេបានទេនេះមិនមែនជាមុខរបរសម្រាប់បុគ្គលិកការិយាល័យពាក់អាវធំទេហានក៏និយាយរឿងស្តីងគ្នានេះទៅកាន់ក្រុមការងារដែរនៅក្នុងវិស័យនេះអ្នកត្រូវតែតស៊ូឆ្លងកាត់ភាពវឹកវរដោយផ្ទាល់នៅលើដងផ្លូវទើបអាចរស់បានហើយគួរឲ្យភ្ញាក់ផ្អើលយាយជីនស្ដាប់គ្រប់ពាក្យសម្ដីយ៉ាងយកចិត្តទុកដាក់បន្ទាប់មកហានក៏និយាយយ៉ាងស្ងប់ស្ងាត់ចុងក្រោយបើជាខ្វាន់កែច្បាស់ជាធ្វើបានឈុតបន្ទាប់នៅខាងក្រៅមនុស្សយ៉ាងច្រើនកកុញអ្នកខ្លះចាប់ដើមត្អូញត្អែរដោយភាពអត់ធ្មត់បើហៅពួកយើងមកទីនេះហើយប្រញាប់ឡើងទៅបរិសម្នាក់ទៀតនិយាយថាគាត់មកទីនេះដោយសារតែចាញ់លបែងអត់លុយពីយកមិញប៉ុណ្ណោះគឺជាប្រជាជនដែលមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុធម្មតាឈរនៅពីមុខហ្វូមនុស្សគឺខ្វាន់និងហានសួរដោយភ័យបន្ទាបថាតើពេលណាចាប់ផ្ដើមមើលទៅគាត់ចំណាយពេលមួយយប់ដើម្បីទូរស័ព្ទហៅអ្នកដែលគាត់ស្គាល់ទាំងអស់រំលឹកកាលពីយប់មិញខ្វាន់បានចាប់ស្មាហានហើយប្រាប់ឲ្យប្រមូលមនុស្សមកឲ្យបានច្រើនបំផុតនៅថ្ងៃស្អែកមិត្តភ័ក្តិអ្នកមិនស្គាល់គ្នាមិនសំខាន់ទេឲ្យតែអ្នកព្រមធ្វើការហានមើលទៅហាក់ដូចជាភ្ញាក់ផ្អើលព្រោះវាយប់ជ្រៅទៅហើយប៉ុន្តែបន្ទាប់មកខ្វាន់បានហៅគាត់ថាជាដៃស្ដាំរបស់ខ្ញុំគ្រាន់តែហានលឺភ្លាមអារម្មណ៍របស់គេក៏រំភើបឡើងភ្លាមតែម្ដងគេក៏រត់ភ្លាមហើយសន្យាថានឹងហៅទោះបីជាបងផងជីដូនមួយទី8ក៏ដោយប្រសិនបើចាំបាច់ត្រឡប់មកបច្ចុប្បន្នវិញខ្វាន់ចាប់យកឧបករណ៍បំពងសំឡេងហើយស្រែកខ្លាំងៗយកជាទុកដាក់ស្ដាប់ទាំងអាឆ្ងាជាដំបងអរគុណដែលបានមកដល់លឿនបែបនេះភ្លាមនោះបុរសតំពេកម្នាក់កូនចំណោមភងមនុស្សក៏ស្រែកសួរពីរឿងដែលគ្រប់គ្នាចង់ដឹងបំភ្លេចរឿងនឹងទៅតើពិតទេដែលថាបើយើងដឹកជញ្ជូននៅទីនេះយើងនឹងបានម៉ូតូជីហ្វ្រីខ្វន់ញញឹមពិតមែនអ្នកណាដែលត្រូវជួជាអ្នកជិះអាយសាំជីននឹងទទួលបានម៉ូតូមួយដែលមិនគិតថ្លៃឈ្នួលសូម្បីមួយរៀលហ្វូងមនុស្សផ្ទុះការភ្ញាក់អើភ្លាមសម្រាប់អ្នកជិះការបង់ថ្លៃឈ្នួលគឺជាបន្ទុកដ៏ធំបំផុតជឿខ្ញុំទៅសម្រាប់ពួកគេការលើថាបានម៉ូតូហ្វ្រីគឺតាក់ទាញជាងការផ្សាយពាណិជ្ជកម្មស៊ីទៅទៀតគ្រប់គ្នាចាប់ដាំងស៊ឹបសៀវដោយគ្រារំភើបប៉ុន្តែស្រាប់តែមានម្នាក់សួរបញ្ជាក់ចុះបើមានអ្នកលួចយកម៉ូតូរត់បាត់នោះគិតយ៉ាងម៉េចទៅគាត់ងើបឈរនិយាយខ្លាំងៗម្ដងទៀតដោយសារតែម៉ូតូនេះឲ្យជីហ្វ្រីចឹងមានលក្ខខណ្ឌតែពីរគត់ទី1ត្រូវមានការចុះឈ្មោះត្រឹមត្រូវតាមច្បាប់ទី2ត្រូវឆ្លងកាត់ការសម្ភាសន៍ដ៏សាហាវមួយគ្រប់គ្នាស្ដាប់ហើយលត់ឆ្ងល់ពេលពួកគ្នាសួរថាវាជាការសម្ភាសន៍បែបណាគាត់ក៏ដើរទៅតក់យ៉ាងស្ងប់ស្ងាត់រួចអង្គុយចុះវីដៃអោឡើងដាក់កែងដៃលើតុហើយនិយាយថាបោកចំបាប់ដៃចាំមើលណាពួកយើងនឹងបានឃើញភាពវឹកវរពេលគាត់ប្រកាសថាការសម្ភាសន៍នោះគឺបោកចំបាប់ដៃមនុស្សគ្រប់គ្នាចាប់ដើមស្រែកសួរគ្នាបោកចំបាប់ដៃអញ្ចឹងបើឈ្នះគឺបានម៉ូតូជីហ្វ្រីហើយភ្លាមនោះភាពចលាចលក៏ផ្ទុះឡើងមនុស្សម្នារត់សម្រុកទៅតុដូចជាពេលគេបញ្ចុះទម្លៃទំនិញអញ្ចឹងខ្ញុំមុនថយចិនអត់ទេខ្ញុំម្ដងមុននិយាយមែនពួកនេះដណ្ដើមម៉ូតូហ្វ្រីសាហាវជាងឪពុកដណ្ដើមសិតចិញ្ចឹមកូនទៅទៀតស្របពេលនោះនៅមិនឆ្ងាយប៉ុន្មានមានម៉ូតូមួយគ្រឿងកំពុងបើកមកក្បែរនោះយឺតអ្នកជិះដោះមុខសុវត្ថិភាពចិនបារីយ៉ាកាសក៏ប្រែប្រួលភ្លាមគាត់ញៀនម៉ាត់ធំហើយមានស្នាមសាក់ពេញខ្លួនពីកដល់កដៃមើលទៅដូចជាអ្នកទោសដែលគេដោះលែងឲ្យមកធ្វើរឿងហិង្សាអញ្ចឹងគាត់សម្លឹងទៅហ្វូមនុស្សហើយសោកចំអកជួហ្វ្រីស្អីគេសៀកស្អីហ្នឹងឬក៏បំបាក់ការចំពេលឡោតែម្ដងខ្ញុំកំពុងតែគិតថាដល់ពេលត្រូវបដៅអ្នកជិះម៉ូតូកញ្ចែទាំងនេះហើយរួចក៏ញញឹមជុំមាត់យ៉ាងត្រជាក់យ៉ាងណាក្ដីចាំមើលថាមកពីណាដែលហ៊ានមកធ្វើរឿងឈួតនៅក្នុងតំបន់របស់ខ្ញុំចង់ឃើញមុខវាណាត្រង់នេះហើយដែលចាប់ដាំតានតឹងដែលទាស់គ្នាកំព្រិចភ្នែកហានកំពុងរៀបចំសណ្ដាប់ភ្នប់ស្រាប់តែឃើញបុរសមាធំនោះដើរទម្លុះចូលមកហានចងអូទៅខាងក្រោយភ្លាមបងប្រុសមាធំហាមកាត់ជួរសុំទៅខាងក្រោយតែបុរសនោះមិនខ្វល់ហើយបន្តដើរទៅមុខ
ហាននិយាយទាំងភ័យថាណែខ្ញុំប្រាប់ឲ្យឈរតាមជួរ ស្រាប់តែបរោះនោះឈប់នៅពីមុខគាត់ហានចាប់ដើមបែកញើសពុនក្របពោត សភាវគតិរស់រៀងរបស់គាត់លួតឡើងតែមិនតាន់បានធ្វើអីផងផាំងបរមៈធំរុងគាត់ជីងយ៉ាងងាយចំណែកគាត់មិនបានបញ្ចេញព្រឹត្តិកម្មអ្វីឡើយ មើលទៅគាត់ប្រហែលជាគិតថារឿងធម្មតាទៅហើយកូនសួរហានយ៉ាងស្ងប់ស្ងាត់ថាអញកំពុងធ្វើអីហ្នឹង ហានភ័យស្លន់ស្លោហៅចៅហ្វាយមិនតាន់បានបញ្យន់ផងបរស្មាធំនោះក៏ឈានជើងមុខឈរទល់មុខកនហើយបង្ហាញមុខយ៉ាងច្បាស់ មើលទៅពិតជាគួរឲ្យខ្លាចណាស់បុរសនោះសម្លឹងមើលកនហើយគំរាម ជាឯងសោះអាលិតដែលបង្កើតរងឈួតនេះគួនមើលទៅគាត់យ៉ាងស្ងប់ស្ងាត់មកទីនេះដើម្បីសម្ភាសមែនទេបរស័ករូបសោយអញក្លាហានគ្រាន់បើមិននឹកស្មានសោះថាមានរឿងកំ pl ែងបែបនេះស្របពេលនោះហ្វូងមនុស្សចាប់ផ្ដើមខ្សឹបខ្សៀវគ្នា នោះគឺហងគាត់មកធ្វើអីនៅទីនេះខ្ញុំសុកចិត្តចៅការងារដើម្បីមកទីនេះអាកូឈគួតហងមកដល់ទីនេះមែនបរោះនេះពិតជាល្បីឈ្មោះខាងរឿងមិនល្អមែនភ្លាមនោះហងក៏ចាប់អោកនលើកឡើងយ៉ាងងាយស្រួល អាលិតពីអាវធំអញគិតថាអាចឆុកយកអ្នកជីម៉ូតូរបស់អញជាមួយរឿងកំ pl ែងនេះមែនទេ ឯងមិនដឹងថាវិស័យនេះដែរយ៉ាងម៉េចរួចគាត់ក៏ញញឹមចង់ឲ្យអញជួយសម្ភាសទេ អ្នកប្រហែលគិតថាចៅហ្វាយនឹងភ័យខ្ញុំក៏គិតចឹងដែរតែគាត់បែរជាញញឹមហើយនិយាយថាខ្ញុំស្គាល់លោកច្បាស់ណាស់លោកហង បន្ទាប់មកគាត់ក៏រៀបរាប់ពីប្រវត្តិឧក្រិដ្ឋកម្មរបស់គាត់ដូចជាកំពុងអាន Wikipedia អញ្ចឹង អាយុ24ឆ្នាំអតីតប្រធានក្រុមស៊េរីត្រូវគេបណ្តេញចេញដោយសារវាយសិស្សប្អូនរឿងចាក់ភ្នួលកីឡាសម្រាប់ព្យាបាល18សប្តាហ៍ហើយពេលនេះជាអ្នកគ្រប់គ្រងភ្នាក់ងារដឹកជញ្ជូនយ៉ាចា ហ្វូងមនុស្សក៏ស្ងាត់ជើងភ្លាមពេលលេគេដឹងច្បាស់ពីខ្លួនបែបនេះហងក៏ចាប់ផ្ដើមញញឹមមិនអានទេឯងដឹងច្រើនណាស់បន្ទាប់មកសម្ដីគាត់ក៏ប្រែជាធ្ងន់ធ្ងរ បើដឹងច្បាស់ហើយបញ្ឈប់រឿងឈួតនេះហើយចេញពីទីនេះទៅលុះត្រាតែឯងចង់បោកក្បាលនីតិនេះ ពេលនោះហានភ័យស្ទើរគាំងបេះដូងទៅហើយចាហ្វាយប្រកាសចាត់ហើយមែនទេរំលឹកថយក្រោយកាលពីម្សិលមិញហានបានព្រមានគួនយ៉ាងខ្លាំងចៅហ្វាយមិនអាចមានរឿងជាមួយហួងទេតែកូនសួរយ៉ាងស្ងប់ស្ងាត់ថាឯងថាគាត់ជាអ្នកមានឥទ្ធិពលបំផុតនៃទីនេះមែនទេហានស្រែកភ្លាមថាព្រោះតែអញ្ចឹងហើយទើបមិនអាចនោះអាគួឈួតនោះមិនខ្វល់ពីយស័ក្តិឬអាយុឡើយជំនួសឲ្យការព្រួយបារម្ភកូនបែរជាញញឹមអូខេអញ្ចឹងយើងពិតជាត្រូវតែគាត់មែនរួយគាត់ក៏ដាក់ដៃលើស្មាហានកូនចៅចំណិតរបស់ខ្ញុំបើសិនជាមានរឿងមួយដែលមិនធ្លាប់ផ្លាស់ប្ដូរទោះបីជាពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយតែអញគិតថាវាជារឿងអ្វីទៅត្រឡប់មកបច្ចុប្បន្នកូនសម្លឹងមើលហងហើយនិយាយថាបើលោកមានទំនុកចិត្តម្ល៉េះតើយើងភ្នួលគ្នាបន្តិចឡទេបោកចំបាប់ដៃហងមើលទៅហាក់ដូចជាងងឆ្ងល់ស្របពេលនោះគាត់ក៏រៀបចំកៅអីយ៉ាងស្ងប់ស្ងាត់បើលោកឈ្នះយើងនឹងឲ្យភ្នាក់ងាររបស់លោកជិះម៉ូតូទាំងអស់ដោយឥតគិតថ្លៃហ្វូងមនុស្សក៏ផ្ទាល់ការភ្នាក់ផើភ្លាមជីហ្វ្រីហ្មងអ្នកជិះម៉ូតូពាក់កណ្ដាលចង់គៀងបេះដូងពេលលឺបែបនេះតែគាត់បន្តថាបើគ្រាំងឈ្នះលោកត្រូវក្លាយជាអ្នកជិះម៉ូតូឲ្យក្រុមហ៊ុនសាមជីនរួចគាត់ញញឹមចុងមាត់បន្តិចប៉ិតណាស់បើលោកខ្លាចយើងមិនបាច់ភ្នាល់ក៏បានសម្ដីនេះចាក់ដោតអំនួតរបស់ហួងយ៉ាងខ្លាំងអាល្អិតគាត់ក៏អង្គុយចុះរៀបចំខ្លួនភ្លាមអាពាក់អាវធំយីអៀវពួកយើងចាំមើលបន្តណាជាខ្មឹមរឿងនេះច្បាស់ជាកក្រើកអញត្រូវតែរក្សាពាក្យសន្យាគាត់អង្រីទល់មុខគាត់យ៉ាងស្ងប់ស្ងាត់តោះយើងមកមើលឈុតនេះកិច្ចសន្យាបន្តមកក៏ជាកិច្ចសន្យាដែរឈុតបន្ទាប់ការប្រកួតចំបាប់ដៃចាប់ផ្ដើមហើយភ្លាមនោះហែងបញ្ចេញកម្លាំងអស់ពីខ្លួនតែម្ដងសរសៃឡើងប៉ោងសាច់ដុំញ័រមុខឡើងក្រហមចំណែកគួនវិញកំពុងតែស្ងាប់យ៉ាងរំភើយគាត់មើលទៅធុញត្រង់ខ្លាំងមែនទែនភ្នែករបស់ហាងចាប់ផ្ដើមបើកធំតើអាមួយនេះជាស្អីគេទៅស្រាប់តែពេលនោះមានរឿងមួយគួរឲ្យចាប់អារម្មណ៍ហ្គេមខោត្រណាប់របស់ហួង Mark Calvin Klein អានឹងហើយបុរសនេះអាចជាមនុស្សហិង្សាតែយ៉ាងហោចណាស់ខោត្រណាប់គាត់ក៏មានប្រេនដែរស្របពេលនោះហងបន្តរុនដោយប្រើកម្លាំងទាំងអស់ដែលមានខ្ញុំរុនគាត់មិនកម្រើកសោកខ្ញុំមិនដែលចង់ការប្រកួតកម្លាំងសុទ្ធបែបនេះពីមុនមកទេបើខ្ញុំចាញ់នៅទីនេះទោះដោយចៃដនក៏ដោយខ្វាន់និយាយយ៉ាងស្ងប់ស្ងាត់ទាំងមិនសោកប្រោកម្លាំងផងលោកនឹងក្លាយជាធ្លុកពិសេសបើមានគេល្បីថាបុគ្គលិកការិយាល័យវាយលោកចាញ់នៅមុខមនុស្សគ្រប់គ្នាហ្វូងមនុស្សខ្សឹបគ្នាថាពួកគេនៅគាំងបែបនេះ5នាទីហើយតំណងជាហួងគ្រាន់តែលេងសើចជាមួយគាត់ទេចំណែកខ្វាន់និយាយតិចថាតោះបញ្ចប់រឿងនេះទៅនៅមានមនុស្សជាច្រើនកំពុងរងចាំហែងសង្កេតធ្មេញរងចាំបន្តិចសិនប៉ុន្តែបន្ទាប់មកគួនចាប់ផ្ដើមសង្កត់បន្តិចហើយភ្លាមនោះដៃរបស់ហាំងក៏ធ្លាក់ចុះអ្នកមើលទាំងអស់គៀងធ្មឹងមើលច្បាស់បីសាច់សាក់រូបធំនេះកំពុងតែចាញ់ហើយតែមុនពេលដៃក៏ប៉ះតវាក៏ឈប់ងប់
ห้องเมื่อเธอตกสลุดอย่างคลั่งเพราะนี่จะเลือกตีมุ้ยได้กอดดังปีกำลังเป็ดระบอกควันตึกหมุกนุบานปรับกรบอย่างเบอร์แก้ระเบยทันลูกจังบุคลากาศยาไลโนโมตเนียพีบหนึ่งอำนาจได้ลูกสร้างโดยกำลังบายหนึ่งจับดำดัวระลมมันคันหวังสไลตอบเฟลียมท่าสกูดแมนแตนกรันแต่จำบับใดซอเคลียมันจำใบรักษาการสัญญาละงงตัวเตโนเตแต่ควันก็สมได้กดเคลมในห้องคิมบ้านพลับโลกไห้เกสัญญาตามมัดก็นั่นแต่จะเก็กสัญญารวยกว่าจับดามสังกตกันแต่ครั้งมาดองไปติมาดองตามีเนื่องอวิกาศลางบ่เมียนเกบงเปลี่ยนเกสัญญารวยกว่าก็ยืนยุมปุกกะละการยาไลเดลุเมืองงี้เตียงนูขนมจำนองมือรอยเนี่ยมินมันเนี่ยได้คลั่งจินเกขนมธนระบาปุกเกมันแนขนมจำนองมือพรเนี่ยกรุบกรองสลาเตียงมูลปะตอบเมาส์สนามยังยำระบากัดแปรจีกู้คลายบนพดจอกมันแนขนมมือใส่เนี่ยวึ้งโลกธาพวกเกคลายจิมนุษย์แบบน้าสัมเปียดการลางมาดองเตียดสำเลงสังเกตทุมิงหวังจับดามไพสลันสลาวบรรต่อเตียเตอปมเปลี่ยนเปียสัญญาระบาลูกเตอบลูกจังบรรดอบหมอเตรียมขนมโตรเกตำแหลบตุบได้รอยยุกเตออย่านั่นนะประโยคนูสดับเตอร์เป็ดจิมันสำรมต่อแต่ซอบาซินจิอามีบริบอดส่งไปแต่แห้งก็ชับประดามแบกเยอะแต่เป็นนี้ไอเกตะคิมเถื่อไว้ไปก่อนเย่แบบนี้ก้อนก็ยังยมเงี้ยรุ้ยกอดก็บรรทุกำลังระเบาะกอดเพลียมพังหวังชิแหนในกรุ๊ปเลียสแรกโฮเพลียมแต่วงคลวนอ้างมือเตอพรฉลามอย่างคลั่งก็ตุกไอคิมชเนสตาเมเน่ลูกหางคิมแดมให้กาสำรัด7มือนี้จะบัดสิปีบากในให้ออกคนห่วงเงือบหมุกหลังยืดให้ที่บ่มโคตรก็บันเคยหมุกควันฉบัดในต่างออกนี้ใครเนสนามยังไปสายสดซาดก่อนเมื่อเตอโดยสัตว์ต่างแคลงโคลนจีบุกเล็กการยาไลจังเป็นต่อมอกวนชอบได้หวังเลือกหลังโพสต์ตะลืออากาศด้วยเชียนเนชนิสจึงไอเป็ดประกอบตัวเลตพออย่างน้าได้ซาโลกจือกรมหนแซมจินคิยมสังคมทาโลกนังเลียบังออกปีกำลังกายเจ็ดสำรัดกาเงนี่รู้กดซับติดบาโลกยลปีสมเด็จยงยินยมหม้อไงนี้จีไงเราแมนเตหวังจับฟดามเพสลันสลาคืนเจ็ดเพลียมแต่มาดองคิมกะทาคิมเปิดเจปาจมนุษย์กดแมนเตนให้สอบเปลนูฟูมนุยุลจะลองพิสถานการณ์นี้เตียงสรงไปเคยหวังโชรุมจมือ3จินในกุกิเนก็จองโชรุมเพลียมได้กันแหล่งโจชมุบตกลังเพลียมให้ควันอาจจะเรือบานเนกจีโมโตคลังบงพดมาเนกประจำตำบลตามระยะการกมเรียมกำแห้งเพลเจ็ดชุดบรรทอบคลั่งประตูตำแหน่งนักกรุบกรองคิมหนึ่งมีกำปงตรวจปีนิสตุกโมโตสรับตามีรุดโจมขังขนังย่างรุมเพิบนักกรุบกรองคอนปุจิทัวบานแมนโคตรเรื่องเนกฉีบานให้นักกรุบกรองคิมพยักพาอย่างคลั่งแม่นั้นรวดกวาดเงียยืดตรอกมีขยิมสังคมท้าเรื่องราวปจีระลวนเตจ้อมีงอกบาลนิ่งก็บารำได้แต่สำนางล้อขมิ้นเรื่องทมดมกะลางเทให้พริมนุบุกเลิกเนี่ยตีดารมกันไอกษากดหอยไอกษาม้วยแต่เอาเนี่ยกรุบกรองคิมบานบรรจัจจำนวนหมดโตรุยให้กรุบกรึงบานหมดดัลลอยจกใจแนกรุบกรองคิมยินยิ้มออกกันประเทศกรมใช้ไฮนี่คือจีชอยมวยเซงตืดปัวเนโกเรโดยจีเมนตรโกแต่ป่ามวยเตให้เรื่องนี้จะตะโยชโมดดาวมาเปล่าโดยจีตัวอง NPC จังบรรทบเมาส์ประเทศกรมช้อยจับดำน้อมโปเกดาเมือจุมเวงเคลียงสตกตุ่มหนึ่งนู่เนี่ยกรุบกรองคิมสารเพียบท่ากอดมันดังตุกโมโตทั้งหลังนี้เตแต่โดยซาประเทศกรมช้อยบรรทุกนี้ตรือบางดอสไรประเทศกรมยินยมอย่างระเตียยิงจุยคเนตวิงตมอกเป็นมีการลำบากแม่เน่หรือก็รับทากรมลูกตีมือหนึ่งตัวบานแตงอิโซลองเนขากระร้อยโดยชแนออยตาแคลงตรือบานสมอาดมนไปนุคือขมิปัญหาเตเนี่ยกรุบกรองทีมยินยมใดอำนอกุลเปวิลีเรียงใครบันติกแต่เยอะเนื้อแต่กูแต่ออกคุณบรรทบเมาส์ประเทศกรมช้อยก็จากเจิงตือกรอยปรับปุเก้ไอคอมเปรังทัวกามีชมเมื่อกอดดาจิงสงัดรวยก็สัวทาในกรุบกรองแต่ยังไปจีมอนไอเตเมนเตยังสำลึงเมื่อมาโตดอชานสันทึกสันทอบแนวตีโนเจือเคลียมจ้าเติมแต่หมวยแค่คือปจิใครมันกุ้ยเจือแต่มาดังตาพวกยังแต่มือแต่งอักเน่ธรรมดาแค่บาอาชีวกรรมตรกาเปียสราวจุเรรอบแค่แต่กำรงนี้ตรบานรุนไอเจนอย่างประหยับแต่บัญเจท้าสถานผิวเปียนี้ปจิยับเย็นครั้งน่ะเนี่ยจัดกากิมดอกเวนตาเจงสงัดสยับต้นในนิยกายยีจินปรงกูหังเกอสรับตะเฮยแต่กรอยบัดบังกงตรามูจินเตียนโนเอาไว้กันตัดทะเลกโดนรับครั้งก็จุดวันตาให้บันแทมท้ากาเวตำไลเลตะพาวถนักดึกน้อมก็จุดมาดอแลบากงรงนิบราใจบานิยกายยีจินบังให้เลตะพาวมันบานนิ่งขมิ้นเพลย์บรรเจาะบรรโจกรมรักษาทีหอยบาเลือกนี้ขมิ้นเลตะพาวเตียดนิยกาแบกยีจินหนึ่งจุบกรถถนักทมมันคันสรุปเปโนชุดชากัตตยีจินดาโกปุงชอของจุนดายนทวีชับปรามเบิดยืดแต่สรับแต่มีนใดม้วยลูกมุกขอจวนทวีบากเว้งเคยนิยกฮันชอตินุจมูสนามยิมยังปิสปอล
នាយកការបេករបស់យើងក៏ស្វាគមន៍គាត់យ៉ាងស្ងប់ស្ងាត់ខានជួបយូរហើយញាក់ហាន់ញាក់ទាំងពីរឈរក្នុងជណ្ដាយយន្តជាមួយគ្នានាយកហានិយាយពីគម្រោងដឹកជញ្ជូនថ្មីរបស់ក្រុមលក់ទី3ដែលកំពុងប្រែក្លាយម៉ូតូនាំចេញបរាជ័យទៅជាអាជីវកម្មថ្មីគាត់ញញឹមបើជានាយិកាយីជីនខ្ញុំយល់ថាអ្វីៗនឹងល្អយីជីនញញឹមតាប់គួរសមចាំមើលឲ្យច្បាស់ណានាងវៃបកវិញថាទោះខំយ៉ាងណាក៏មិនអាចប្រៀបនឹងអ្នកចាត់ការផាករបស់គាត់ដែលសាហាវដូចគាត់បេបិទនោះទេគ្មានមេត្តានិងរហ័សឲ្យតែលទ្ធផលល្អវិធីសាស្ត្រមិនសំខាន់ទេមែនទេហើយលោកតែងតាសម្រាប់លទ្ធផលជានិច្ចនាយកហាន់ញញឹមស្ងាត់ស្ងាត់យីជីនក៏បោះសម្ដីមួយម៉ាត់ទៀតពេលដាចិនការវាតម្លៃរបស់លោកឆ្នាំនេះច្បាស់ជាមានសមត្ថភាពចំណែកខ្ញុំបើធ្វើមិនបានល្អខ្ញុំនឹងរលាយខ្លួនឯងមិនខានរួចនាងងាកមកមើលគាត់យ៉ាងស្ងប់ស្ងាត់តែញ៉ៃមែនឃើញមនុស្សវ័យប៉ុនលោកខំប្រឹងម្លឹងពិតជាគួរឲ្យសរសើរលោកធ្វើឲ្យខ្ញុំមានកម្លាំងចិត្តដែរនាងដើរចេញបាត់ធ្វើឲ្យស្នាមញញឹមនាយកហាន់រឿងកំព្រឹសមុនរំពេចជិបបន្ទាប់អ្នកចាត់ការផាអង្គុយជាមួយនាយកហាន់មើលទៅគាត់បានស៊ើបគម្រោងយីជីនតាមបញ្ជារួចហើយតាមសម្ដីគាត់ពួកគេកំពុងជួបបញ្ហាឃ្លាំងស្តុកយ៉ាងធ្ងន់ធ្ងរពិតមែនពួកគេរកបានឃ្លាំងបណ្ដោះអាសន្នតាំងពីបន្ទះកម្ដៅមកដល់នៅខែក្រោយម៉ូតូរបស់យីជីននឹងគ្មានកន្លែងຕົកទេពេលដួសអាហារអ្នកចាត់ការផាកនិយាយយ៉ាងជឿជាក់ថាតួប្រធានបេកក៏មិនអាចបើកអាជីវកម្មថ្មីក្នុងមួយខែដែរអញ្ចឹងយីជីនក៏មានផ្លូវជោគជ័យឡើយនាយកហាន់សើចស្ងាត់ស្ងាត់យើងមិនបាច់ធ្វើអ្វីទាំងអស់នាងនឹងរលាយខ្លួនឯងរួចគាត់ញញឹមទៅកាន់ផាកខ្ញុំពិតជាសំណាងដែលមានមនុស្សល្អជួយខ្ញុំសម្ដៅថាខ្ញុំមានឯងធ្វើការជាមួយផាកសប្បាយចិត្តពេលឮមេសរសើរតែស្រាប់តែនាយកហាន់សួរសំណួរចម្លែកមួយស្ដាប់ឲ្យល្អណាគាត់សួរថាដឹងហេតុអ្វីឃើញទុកឯងទេផាកមើលទៅគិតមិនយល់តតែសោះនាយកហាន់ញញឹមព្រោះឯងដូចត្រីកំពត់អញ្ចឹងឆ្ងាងតែខាងក្នុងពេញដោយពេទឹកមុខគាត់ប្រែប្រួលបន្តិចតែឥឡូវឯងដូចជាស៊ុបត្រីកំពតដែលត្រីគេដកពីចិនអស់ទៅហើយឆ្ងាញ់តែគ្មានក្រថ្នាក់លោកអើយបរោះនេះដៀវគេឡើងឈឺដល់ឆ្អឹងខ្លាំងមួយប្រយោគនឹងតែម្ដងផាកសំទោភ្លាមហើយថានឹងកែខ្លួនតែមុនគេនិយាយបន្តនាយកហាន់ស្រាប់តែសួររឿងផ្សេងទៀតមកតាស់កំដៅដែលនឹងមកដល់ខែក្រោយនោះតែមានហេតុផលអីទៅរងចាំយូរដំឡើងទៅពតបន្តញ៉ាំពតចង់ឲ្យអ៊ីវ៉ាន់មកដល់ឆាប់អ្នកនឹងខ្ញុំទៅតែគ្រឿងរឿងគួរឲ្យខ្លាចមួយហើយនាយកហាន់មិនរងចាំឯគម្រោងរបស់យីជីនដួលរលំដោយខ្លួនឯងនោះទេជាក់ស្ដែងគាត់ត្រៀមបង្ការលបូនបំផ្លាញនាងទាំងកដៅ